សម្ដែងឃើញថាខ្លួនជាទីពឹងខ្លួនយើងក៏បីថែរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អក៏ណាមានខ្លួនឯងដើម្បីមើលថែខ្លួនស្រឡាញ់ខ្លួនណាហ្នឹងឯងស្រឡាញ់ក្នុងសេចក្តីដែលថាមើលថែនឹងឯងទៅពាក្យស្រឡាញ់ហ្នឹងព្រះពុទ្ធអង្គក៏ព្រះអង្គមានប្រពុតិកាពេមត្តតាំងហ្នឹងដែរត្រឹមតែស្រឡាញ់តថាគតហ្នឹងស្រឡាញ់ដោយសេចក្តីគោរពជ្រះថ្លាតែយើងស្រឡាញ់ខ្លួនឯងហ្នឹងគឺក្នុងន័យមើលថែខ្លួនឯងហ្នឹងកុំឲ្យបោះបង់ខ្លួនឯងចោលហ្នឹងឯងហើយស្អីដែលខ្លួនយើងនៅមើលថែខ្លួនយើងហ្នឹងគឺកុសលធម៌ហ្នឹងឯងចាហ្នឹងឯងគ្រាន់តែនិយាយជាវោហាជាបញ្ញត្តិថាខ្លួនយើងមើលថែខ្លួនឯងតាមពិតដោយបរមត្ថគឺកុសលធម៌ហ្នឹងឯងដែលថែរក្សាចិត្តខ្លួនយើងហ្នឹងឯងហើយកុសលធម៌ហ្នឹងដូចជាថ្នាំឬក៏ដូចជាការបោះជូតសម្អាតទីលានបច្ច័យដីសម្អាតផ្ទះសម្បែងទីកន្លែងឬក៏សម្អាតប្រាសាទព្រះមហាគុណកតពុទ្ធបរិស័ទទំនុកបំរុងហ្នឹងឯងបាសិកាទួនហើយបាសិកាកូនពៅអីទំនុកបំរុងហូរហែមិនដាច់ទេណាមួយខែប្រហែលបងហ្នឹងហើយកែ30ម៉ឺនកូនពៅទៅឲ្យមកហ្នឹង3ខែហ្នឹងហើយណាទៀតអីក៏តាមហ្នឹងណាគ្រាន់តែថាមិនបានយើងមកសម្អាតផ្ទាល់ហ្នឹងឯងក៏មានចិត្តជ្រះថ្លាអញ្ចឹងទៅក៏យើងសប្បាយចិត្តហ្នឹងឯងចិត្តដិតណិតស្នាលនឹងមហាប្រាសាទហ្នឹងអញ្ចឹងទៅប៉ុណ្ណាហ្នឹងឯងខែ30ម៉ឺនដូចមួយថ្ងៃ10000ថ្ងៃ10000អញ្ចឹងហ្នឹងឯង10000រហូតរាល់ថ្ងៃចាច្រើនណាថ្ងៃ10000ហ្នឹងឯងហើយច្រើនអ្នកទៅបង្លីក៏ចាត់ចែងញាតិញោមណាដែលនៅនឹងប្រហែលអ្នកប្រហែលគ្នាអីហ្នឹងជួយបោសសម្អាតទីកន្លែងអីហ្នឹងឯងយើងតាមពិតវាមិនមែនយើងធ្វើការស៊ីឈ្នួលអីចឹងទេហ្នឹងឯងចិត្តអ្នកបនប៉ុន្តែថាបានការឧបត្ថម្ភទំនុកម្រងមកយើងត្រូវការរស់យ៉ាងដែរគ្រូបង្រៀនអីចឹងយកប្រាក់ខែហ្នឹងទៅធ្វើមានបានអីគ្រាន់តែឲ្យបានរស់ទៅបានយកចំណេះដឹងហ្នឹងទៅបង្ហាត់បង្រៀនកូនសិស្សអីហ្នឹងចឹងទៅហ្នឹងគឺតាំងចិត្តបង្ហាត់បង្រៀនហ្នឹងជាបុណ្យរបស់លោកគ្រូអ្នកគ្រូហ្នឹងចឹងទៅអ្នកធ្វើការរតីអីក៏ដូចគ្នាទៅតាំងចិត្តដើម្បីជាប្រយោជន៍ដល់អ្នករតីហ្នឹងគឺសិតតែជាមហាកុសលហើយមហាកុសលហ្នឹងឯងដែលបោសសម្អាតចិត្តសន្តានរបស់យើងចាំឲ្យស្អាតហើយមានទីក្តីសុខហ្នឹងឯងហើយដោយបញ្ហាលោកម្ចាស់បានលើកឡើងហ្នឹងគឺជាគុណធម៌ដែលចម្រើនទៅដោយសទ្ធាសតិបញ្ញាមិនមែនថាធម៌ហ្នឹងមិនអប់រំមិនសន្សំណាគឺបើយើងមិនបានអប់រំមិនសន្សំមិនចម្រើនទេយើងគ្រាន់តែស្ដាប់ឮចឹងទៅណាប៉ុន្តែมันមានប្រសិទ្ធភាពដើម្បីថាឲ្យយើងមានសេចក្តីសុខណាមិនកើតទុកខ្វល់ទៅជំពាក់វៈវិនរឿងជាមួយនឹងអ្នកតីអីហ្នឹងវាអត់មានប្រសិទ្ធភាពទេដូចថ្នាំយើងគ្រាន់តែយកមកដាក់ដបកែវអីចឹងយើងអត់ទូទានចឹងណាហ្នឹងឯងมันអាចរងាប់រោគក្នុងរូបកាយយើងបានទេហ្នឹងឯងមិនក៏យើងចិត្តតែចិត្តអីចឹងទៅទោះជាលវីងអីយ៉ាងម៉េចយ៉ាងម៉ាដូចថាការសិក្សាវាលំបាក
យើងត្រូវចាំយើងត្រូវយល់ហ្នឹងហើយត្រូវចំណាយពេលវេលាអីហ្នឹងអញ្ចឹងណាបានតែយើងចេះតែព្យាយាមវាមានអាការព្យាយាមហ្នឹងសំអប់រំយកសត្តៈហ្នឹងចូលមករឿយទៅសត្តៈហ្នឹងនឹងអភិវឌ្ឍនៅក្នុងចិត្តរបស់យើងហ្នឹងអភិវឌ្ឍហ្នឹងគឺតួយោនិសោហ្នឹងហើយឲ្យសម្រេចទៅជាបញ្ញាបយោនិសោហ្នឹងជាបតតឋាននៃគ្រប់កុសលធម៌ទាំងអស់ជាពិសេសគឺបញ្ញាហ្នឹងហើយអញ្ចឹងបញ្ញាហ្នឹងគឺនៅក្នុងជីវ័នហ្នឹងដែលកើតមកទទួលអារម្មណ៍ព្រោះអារម្មណ៍អនបច្ច័យណាអញ្ចឹងទៅជីវ័ននៃចិត្តហ្នឹងប្រកបដោយបញ្ញាអារម្មណ៍ហ្នឹងទោះជាអនិច្ចារម្មណ៍ក៏ទៅជាអារម្មណ៍នៃកុសលអញ្ចឹងវាទៅជាអារម្មណ៍ល្អហ្នឹងហើយអនិច្ចារម្មណ៍ដោយសភាវៈអីចឹងទៅឧទាហរណ៍ថាការប្រព្រឹត្តកម្មគងរបស់អ្នកអតីតពេលសម្ដីមិនល្អអីអាហ្នឹងវាជាអនិច្ចារម្មណ៍ដោយសភាវៈប៉ុន្តែវាទៅជាអារម្មណ៍ល្អហ្នឹងយ៉ាងម៉េចល្អហ្នឹងមិនមែនបានដីថាវាជាកុសលវិបាកអីហ្នឹងឯងបើថាអារម្មណ៍ហ្នឹងវាជាអនិច្ចារម្មណ៍ដោយសភាវៈការឃើញឮដឹងក្លិនដឹងរសដឹងផតថាពៈហ្នឹងវាត្រូវជាអកុសលវិបាកអីដូចថាពាក្យសម្ដីដែលកើតមកអំពីអកុសលចិត្តរបស់អ្នករតីអីចឹងណាមិនមែនថាពាក្យសម្ដីសម្លេងនេះជារបស់មនុស្សមែនក៏ប៉ុន្តែវាមានអកុសលចិត្តជាសមុទ្ឋានអានឹងសម្លេងនេះវាទៅជាអនិច្ចារម្មណ៍ដោយសភាវៈហើយហ្នឹងហើយអញ្ចឹងអាការដែលយើងឮនេះវាត្រូវទៅជាអកុសលវិបាកប៉ុន្តែដល់ចូលមកជីវ័នវាមានបញ្ញាដល់អញ្ចឹងទៅវាទៅជារឿងល្អហ្នឹងហើយអារម្មណ៍ហ្នឹងវាទៅជាអារម្មណ៍ល្អដោយបរិកបៈព្រោះក្នុងជីវ័ននៃចិត្តរបស់យើងមិនទុកមិនតោមនោះមិនបន្ទុះតោះជាមួយគ្នានឹងអារម្មណ៍ហ្នឹងហ្នឹងឯងអញ្ចឹងយើងមានសិទ្ធិដើម្បីនឹងធ្វើអ្វីដែលចូលមកដល់ជីវិតរបស់យើងឲ្យវាទៅជាអារម្មណ៍ល្អឲ្យវាទៅជារឿងល្អហ្នឹងឯងអារម្មណ៍គឺរឿងដែលជាអារម្មណ៍របស់មនោទ្វារវិធ័យហ្នឹងឯងអញ្ចឹងរបៀបហ្នឹងអញ្ចឹងណាអញ្ចឹងវាតល់តែយើងអភិវឌ្ឍការចេះដឹងរបស់យើងហ្នឹងរឿយទៅដោយពុទ្ធបរិស័ទបងប្អូនកូនចៅខំរៀនព្រះអភិធម្មអីចឹងទៅហ្នឹងឯងបានលោកគ្រូធម្មាចារ្យអីយើងអ្នកគ្រូព្រះអភិធម្មអីចឹងទៅតាមឧបនិស្ស័យចំណូលចូលចិត្តអ្នករៀនវាធ្លាប់ធ្វើបន់មួយគ្នាមកហ្នឹងឯងមានលោកគ្រូបង្រៀនយូរហើយប៉ុន្តែមិនទាន់ចាប់ចិត្តវាមិនទាន់ជ្រះថ្លាវាមិនទាន់មានពេលអីហ្នឹងចឹងទៅដល់ទៅត្រូវឧបនិស្ស័យគ្នានោះធ្លាប់សំធ្វើបន់មួយគ្នាមកណាហ្នឹងហើយគ្រាន់តែឃើញគ្រាន់តែជួបចឹងទៅចូលចិត្តជ្រះថ្លាអីចឹងទៅហ្នឹងហើយវាដូចជាថាបានស្គាល់ចិត្តគ្នាពីកាលណាមកចឹងហ្នឹងហើយហើយក៏អាចនិយាយគ្នាបានយល់ទៅក៏ម៉ាក់ស្មោះអីទៅតាមហ្នឹងបានទៅជាមិត្តល្អនឹងគ្នាសិក្សារៀនសូត្រអីហ្នឹងហ្នឹងគឺថាពេលវេលានាំអ្នកដតីចូលមកដល់ជីវិតរបស់យើងហើយក៏នាំអ្នកដតីចេញពីជីវិតរបស់យើងជាធម្មតាឲ្យតែយើងនៅរស់ចិត្តតែមានរឿងចឹងឯងយើងមិនប្រកាន់មិនហួងហែងវាអត់កើតទុកទេយើងចម្រើនបញ្ញាទៅយើងនឹងបានដឹងហ្នឹងឯងដែលមិនមែននៅលើចក្ខុវិញ្ញាណទេប៉ុន្តែនៅលើញាណចក្ខុហ្នឹងឯងខុសគ្នាមួយចក្ខុវិញ្ញាណមួយញាណចក្ខុញាណចក្ខុគឺបញ្ញាដែលបានដឹងរឿងមិនមែនគ្រាន់តែដឹងរូបទេដឹងទាំងសម្លេងក្លិនរសផាត់ពៈដឹងទាំងរឿងហ្នឹងឯងញាណចក្ខុហ្នឹងឯងមើលរឿងនៅក្នុងជីវិតហ្នឹងមើលដោយសេចក្តីសុខមើលដោយសប្បាយក្នុងចិត្តរឿងអីជារឿងអីក្នុងជីវិតហ្នឹងអាហ្នឹងញាណចក្ខុហើយសុខោបញ្ញាបដិលាភោនៅក្នុងអត្ថបទධម្មាហូមចុងក្រោយហ្នឹងការបានដោយចំពោះនៅបញ្ញានាំមកនៅសេចក្តីសុខហ្នឹងគឺជាយាមយូរហើយក្តីតិចក្តីវាទៅតាមឧបនិស្ស័យដែលធ្លាប់មានមមតំពីជាតិមុនមកក្នុងជាតិហ្នឹងគឺឆាប់ទទួលសេចក្តីនឹងបានហ្នឹងឯងដូចជាអ្នករតីណាមិនចូលចិត្តយើងអីយើងចិត្តតែប្រកម្មទៅលើអ្នករតីមិនអញ្ចឹងអាហ្នឹងយើងវាកើតទុកហើយ
ប៉ុន្តែវាមានអ្នករតីហ្នឹងឯណាគ្រាន់តែចិត្តចេតសិករូបហ្នឹងឯងហើយរូបជាធាតុមិនដឹងហើយយើងមិនតែប្រកាន់ធាតុមិនដឹងហ្នឹងហើយយើងទៅកាន់នឹងណាវាប្រកាន់នឹងគំនិតមិនបានជាអ្នកនឹងគិតអញ្ចឹងអាហ្នឹងវាជានាមធម៌ហើយក៏ប៉ុន្តែដល់តែយើងដឹងរឿយទៅដឹងពីក្នុងមុនក្នុងគឺខ្លួនយើងហ្នឹងឯងពីព្រោះអាហ្នឹងវាពិសោធន៍ផ្ទាល់ហ្នឹងឯងដោយបច្ចខវិបស្សនាដែលយើងដឹងចិត្តចេតសិករឿយរាល់ពេលវេលាដែលដឹងនៅអារម្មណ៍ហ្នឹងអញ្ចឹងទៅវាអត់មែនរូបទេហ្នឹងឯងដល់តែកំណត់បានថាជាបរមត្ថពេលមិនមែនយើងអញ្ចឹងអ្នករតីដែលដឹងរឿងអីដែលរស់នៅហ្នឹងដែលថាគាត់រស់នៅហ្នឹងវាមានតួគាត់តែសម្រាប់ឲ្យយើងខ្នំថ្នាញ់អីហ្នឹងឯណាវាមានតែចិត្តចេតសិកដឹងអារម្មណ៍ហ្នឹងឯងហើយបើតាមតែយើងថាខឹងស្អប់សឹងថាបន់ឲ្យអ្នកអតីនឹងស្លាប់ហ្នឹងឯងបានគេស្លាប់អីហ្នឹងសឹងថាបបួលគ្នាថាមានគ្នាអីចឹងណាស្អប់មនុស្សនឹងជាមួយគ្នាអីនោះបបួលគ្នាជប់លៀងសบายចិត្តហ្នឹងឯងអស់ប្រាក់ប្រមាណក៏អស់សบายចិត្តទៅដូចថាគេស្លាប់ទៅខ្លួនឯងបានឈ្នះគេអញ្ចឹងណាអានឹងវាជារឿងក្នុងលោកហ្នឹងវាសម្បូរទូទៅរបៀបហ្នឹងទាំងនំគុំស្អប់អីទាំងអស់ហ្នឹងចឹងគឺថាអត់បានប្រយោជន៍អីចម្រុងចម្រើនក្នុងសង្គមជាតិប្រទេសនគរពិភពលោកទេយើងម្នាក់ឯងហ្នឹងក៏ដោយកុំទៅយកអាការខឹងស្អប់មកដោះស្រាយក្នុងជីវិតវាអត់បានជាសេចក្តីចម្រើនអីសម្រាប់ខ្លួនយើងនឹងទៅចម្រើនអ្នករតីក៏អត់ដែរហ្នឹងឯងគឺមានតែបរាជ័យហ្មងណាហ្នឹងឯងមានតែចម្រើនទៅដោយសេចក្តីទុក្ខក្នុងជីវិតហើយនឹងសាងបាបកម្មពីវរាហ្នឹងឯងគឺជាការស្អប់ខ្លួនឯងការដែលយើងស្អប់អ្នករតីហ្នឹងឯងស្អប់ខ្លួនយើងមែនទែនអប់ខ្លួនយើងជាងដែលយើងស្អប់អ្នករតីហ្នឹងទៀតហ្នឹងហើយតែយើងអត់ដឹងទេថាយើងស្រឡាញ់ខ្លួនយើងស្រឡាញ់នោះតលតែត្រឹមត្រូវណាព្រះអង្គម្ដែងក្នុងអត្តវៈហ្នឹងឯងអង្គប្រកាសអតានញ្ជេបយ៉ាងជាញារខយនាងសរកតាំងតនាំងអញ្ញតរੰយាមាំងបដិជាកិយបណ្ឌិតោហ្នឹងបើដឹងថាខ្លួនឯងជាទីស្រឡាញ់បណ្ឌិតណាដើម្បីរក្សាខ្លួនហ្នឹងឲ្យជាការរក្សាដ៏ល្អហើយតម្កល់ខ្លួនហ្នឹងឲ្យបានល្អនៅក្នុងវ័យទាំង3វ័យណាដែលបានដឹងខ្លួនថាស្រឡាញ់ខ្លួនហ្នឹងគឺមានតែខ្លួនឯងទេដែលអាចជួយខ្លួនឯងបានឲ្យរួចពីអបាយភូមិឲ្យរួចពីវដ្តសង្សារទោះបីពេយាស្វាមីនៅជាមួយគ្នាបានត្រឹមតែណែនាំគ្នាទេដែលរឿងត្រូវជួយខ្លួនឯងមកអំពីកុសលធម៌ដែលត្រូវចម្រើនក្នុងជីវ័នហ្នឹងរហូតដល់អរិយមគ្គកាត់វត្តដាក់ហ្នឹងវាត្រូវតែកុសលធម៌ហ្នឹងអរិយមគ្គខ្លួនឯងហ្នឹងហ្នឹងឯងហ្នឹងដែលយើងទទួលខ្លឹមសារពុទ្ធសាសនាក្នុងលទ្ធិសាសនាទេអត់មានអញ្ចឹងទេណាអត់មានពឹងខ្លួនឯងដោយកុសលទេណាគាត់ណាគឺត្រូវការតែព្រះជាម្ចាស់ហ្នឹងឯងថាត្រូវការអីគឺមានតែព្រះជាម្ចាស់ហ្នឹងឯងដែលជាទីពឹងសូមឲ្យជួយហ្នឹងឯងព្រះជាម្ចាស់តាមរយៈទលេគង្គាក៏ចុះងូតទឹកអីចឹងទៅតាមរយៈភ្លើងឬក៏តាមរយៈព្រះអាទិត្យប្រច័ណ្ឌអីក៏ចេះតែសូមឲ្យជួយហ្នឹងឯងហ្នឹងហួសពីសមត្ថភាពខ្លួនឯងដែលរត់ទទួលទានចិញ្ចឹមជីវិតអីហ្នឹងចឹងទៅគឺថាត្រូវបន់ស្រន់បួងសួងបកសូមហើយហ្នឹងឯងហ្នឹងគឺគ្រាន់តែលើកឃើញថាសំណាងដែលយើងបានកើតនៅក្នុងប្រទេសសំគួរជួបពុទ្ធសាសនាហ្នឹងយើងបានមកឃើញទីពឹងពិតប្រាកដដែលអាចជួយខ្លួនឯងបានហ្នឹងគឺកុសលធម៌ហ្នឹងឯងអញ្ចឹងបើយើងមានរឿងអីដូចថាអ្នកដតីធ្វើអីកំឆ្គមសំគួរដល់យើងអាហ្នឹងវាជាអកុសលកម្មអ្នកដតីប៉ុន្តែវិបាកយើងនិយាយខ្លីមកថាកម្មគេវិបាកយើងដំណោះដោះស្រាយគឺមានតែអប់រំចិត្តឲ្យល្អហើយនឹងធ្វើបុណ្យឲ្យច្រើនតែប៉ុណ្្នឹងឯងពុទ្ធបរិស័ទយើងគិតមើលមានអីដោះស្រាយក្រៅពីហ្នឹងបច្ចុប្បន្នតាន់ពេលអប់រំចិត្តឲ្យល្អកុំឲ្យតោមនោះបន្ទុះតោះនឹងរឿងហ្នឹងកុំឲ្យតោមនោះបន្ទុះតោះនឹងអ្នកហ្នឹងហ្នឹងឯងប៉ុណ្ណឹងឯងបច្ចុប្បន្នសង្គ្រោះបន្ទាន់ emergency ហ្នឹងឯងហើយនឹងការដែលយើងត្រូវដឹងថាបុណ្យមិនដែលនាំអារម្មណ៍អាក្រក់មកឲ្យយើងទេហ្នឹងឯងក្នុងជីវិតតាំងពីណាពីណីរហូតមកដល់បច្ចុប្បន្នហ្នឹងឲ្យតែបុណ្យគឺថាមានឧបការៈគុណគឺមានតែអត្ថារម្មណ៍កម្មតារម្មណ៍បិយារម្មណ៍
mà nia pa rom chứ nó bột ong xâm đầy nhá cầm ao khai bòn nữa bòn chỉ mua đây chỉ có đây sọc nữa nghe là ngày để nom ao rom là o nữa nghe đôi cho nên cư dân chưa chuyện nữa bòn đang cầm mong nè là ngày chẳng về miền pì muối cái ta dân ở rôm chặt nông phải chỉ bắn mình ao tôm mình nó phải tu to cho muối cái này là rương nâng chẳng tới hay dân mình chết từ tiệm thì đôi ta phò là bon này này từng tên tên ấy pe vừa dân ban vào phần năng ấy nó được nông cầm nai chỉ mình nuôi hết á phần năng coi về mình chỉ nết thà rom ấy về lùm ba trom ấy sài ayo aya ấy đôi người nông bài giờ phum dân mơ trâm từ tây cha năng đại về khăm kia si kia ấy từng ruột nông nên là khla khăm chụp ấy nó mũi chập sọt ở nga po mũi khăm chập tiền nhà po hàng trâu những si tiền của viên mà anh nuôi sài trả lời nên nên ra này dân khơi chăng hay riêng ấy đây là ruộng ọt miên hay là ruộng pride với mình tục tâm từ phần năng nên nên riêng cái đông lục này về vị chất là đói cam mà riêng chụp vậy mình nó cứ cam mà baประกรรมไปเอาพอแล้วบาประกรรมคลั่งจริงนั่งตีให้แต่ตามกลมนัดได้ชีอากาศวิบากได้สันติเมียนรั่วเมียนปลายนั่งตีร้อยสิ่งใดตุกเมื่อการลาจริงจังนะแต่ตามปัจจัยแต่ตามใครแต่เมียนนะนั่งไงโดยยังสั่งเวจะน้องเรื่องนั่งจังtớiยังประปันนั้นยังอาจอดทวนบานให้เหมือนเต็มแต่อดทวนบานได้ยังอาจศักษาปีสิ่งใดตุกนั่งตีบานchỉ mê riêngนะเด้อในเปรย์ยังเมียนสิ่งใดตุกจังtới vềบานchỉ mê riêng ởยังเคยสิ่งใดสกáสำคัญสำหรับชีวิตได้ยังเตยอาศัยบนกศลนั่งไอ้แต่ให้เอาไว้ได้ยังเคยโดยถ้าเวียเจเรื่องปีศาจตอครูนอะไรเรื่องปีศาจนั่นวิเจเรื่องเดี๋ยวยังไตรศักษาปีชีวิตนั่งไงเฮ้ยมาอ่องมาเนี่ยนั่งไงได้ไตรเจดาวบอดปีศาจนั่งไงฉบับยังชูปฏิการนั่งเมียนปีศาจฉบับบานคือถ้ายังยัวให้ยังจำตุกมาที่ยังบานฉลองกัดเรื่องนั่งมาไปโดยถ้าจัดได้แบบการละเฮงโดยสามีนปีศาจนั่งยังดังถ้าชีวิตได้ยังในรัวนี่เป็นสำคัญสำหรับยังธรรมดายังอดตอนเพี้ยขลุ่นว่าอดตอนบานชูปฏิการมวยได้ยังเพย์คลายฉลาบเนอะโดยจังยังอดดังถ้าการรัวในป่ายังนี่เป็นสำคัญประปันนาสำหรับยังไงโดยยังอดดังจังtớiรัวในtớiยังอดบานโดยถ้าเมียนสิ่งใดซอกจะมวยนึงระบายได้ยังเมียนนั่งไงnày dân vừa thể nực trong ban đi nực trong ban nô tam để nệ tây ban chẳng đó nè là ngày rồi chẳng tới dân tới cao tốc ấy rồi sọc rồi ngọc em bà này phần tay đầu dương miền bị sao màu á cái này dân ban nơi rùa của phần năng á cứ dùng ở trăm bạch tiêm tia sẽ đầu tây đầu tia thế ở tại ban nơi rùa phần năng hay dân pra chỉ vượt năng miền bạch trai nạ công miền sel nó của phần năng dân pro mà dân sọc này nó người ta chỉ sọc chặt tới để xa tha dân sọc chỉ mũi nào đó bỏ để dân miền nó người ta là miền vì sao trong chỉ vượt má ở đây là ngày rồi cái càng nghe để họ thà nhom mình ai chẳng tay rồi con cha của bạn thì đẹp thấy một bò sạch ấy cả đẹp thấy đối ta miền thì đây sầm khăn cái nông chỉ vật rồi nơi đó cái bàn đối thà cà rọp an thì con cha một bò sạch nâng anh đại anh thua tới hay có bàn đạp khla tam một bạn đi say chia say để trời kia chẳng đó nè là ngày hay có bàn đôi thà con cha vật ni vật nu ấy chẳng tới có che tè đôi thà nòng bị thi bon khuผมนาไอ้จังเด้อก็เชื่อรำลึกออกคนไอ้คลาสอมกูตามประทัวติสนาไอ้จังนั้นนะก็chỉกาเปิดได้นั่นไงเมนเชื่อแต่เลิกลางอดให้อดพออดกาเปิดไอ้เต้นั่นไงโดยเฉพาะคือกิจการเงี้ยนงชีวิตนั้นđể chỉ càng nghe sầm khăn để dân trời thay rồi xa nó cứประตูđể bàn tụm đại hơi chẳng tới một bò sạch tập để chập đam riêng phải bị thom ấy chẳng tới có đạp bị môn mau tụm lên
ប្រែប្រួលខ្លះទៅតាមខ្សែអត្តអីចឹងទៅលឿនខ្លះយឺតខ្លះញើញើអីខ្លះអីចឹងណាចុះតាំងពី30ឆ្នាំមុនអីចឹងទៅហ្នឹងហើយអាយុ30ផ្លាយអីហ្នឹងវាមានខ្សែអត្តរហូតហូរហែមកហ្នឹងហើយចឹងក៏ទៅតែស្ដាប់បានអីចឹងទៅហ្នឹងហើយដូចថាឥឡូវនេះចិត្តយល់ច្រើនជាមុនតិចអីចឹងទៅ20 30ឆ្នាំមកចុះពី20 30ឆ្នាំមុនដូចជាថាបានយល់ហើយប៉ុន្តែដល់ទៅ20 30ឆ្នាំក្រោយមកការយល់ហ្នឹងយើងដឹងថាវាមានជំរឿជាងមុនអញ្ចឹងណាដោយគុណចាស់ព្រះបញ្ញាលើកឡើងបាញ់មិញដូចថាស្ដាប់ទៅដូចថាធូរស្រាលសប្បាយចិត្តមិនមានកើតទុក្ខខ្វល់អីចឹងចិត្តយើងកំពុងតែសប្បាយកំពុងតែជ្រះថ្លាកំពុងតែកុសលនៅក្នុងកិច្ចការងារដែលយើងប្រកបផ្សំរួមគ្នាការងារនេះផងការងារនោះផងចឹងណាប៉ុន្តែដល់ទៅព្រឹត្តិការណ៍ជាក់ស្ដែងមកដល់វាអាចប្រព្រឹត្តទៅបាននឹងឯងប៉ុន្តែវាមិនមែនអត់សោះទេមិនក៏ពីភាគរយ5% 10% វាមានទៅតាមនឹងវាមិនមែនអត់តទេសោះទេហ្នឹងហើយវាមានភាគរយអញ្ចឹងសំតិចចឹងឯងទៅណាបើមិនមានភាគរយទេមិនអាចចាប់សេចក្តីយល់បានទេដែលចាប់សេចក្តីយល់បាននោះវាមានភាគរយហើយក្នុងការដែលយល់ហ្នឹងហ្នឹងឯងអានុភាពឆ្នាំហ្នឹងគឺថាវាមានប្រសិទ្ធភាពបន្តិចអញ្ចឹងណាដែលធ្វើឲ្យយើងមានកម្លាំងចិត្តដើម្បីនឹងថាឆាន់តទៅទៀតហ្នឹងណាហ្នឹងឯងវាត្រូវប្រើពេលវេលាយើងដាំផ្កាក៏គួរមានពេលវេលាយើងស្រោចទឹកដាំភ្លាមចង់ឲ្យផ្កាភ្លាមមិនវាត្រូវថាប្រហែលខែអីចឹងទៅហ្នឹងឯងអញ្ចឹងគឺថាវាមានពេលវេលាដល់រដូវកាលផ្កាអង្គាបោះរីកស្រស់អីចឹងតាមពេលវេលាតាមរដូវកាលអញ្ចឹងគឺយ៉ាងណាមិញអ្វីក៏មានពេលវេលាទាំងព្រោះរឿងហេតុផលសិតតែមានពេលវេលាកម្មឲ្យផលក៏មានពេលវេលាទិដ្ឋធម្មវេទនីយកម្មត្រូវឲ្យជាតិនឹងបច្ចវេទនីកម្មត្រូវជាតិបន្តស្លាប់អបរាបរិយវេទនីកម្មហ្នឹងឯងឲ្យជាតិទី3 4 5មហោហែរហូតចឹងទៅហ្នឹងគឺច្បាប់នៃពេលវេលាហ្នឹងឯងមានហេតុមានផលយើងដាំទឹកក៏មានពេលវេលាសម្រាប់ឲ្យពុះយើងបោកគក់កៅអៅយកទៅហាលក៏មានពេលវេលាសម្រាប់ឲ្យស្ងួតហ្នឹងឯងការបំពេញអភិនិហាបារមីរបស់ព្រះអង្គក៏មានពេលវេលាហ្នឹងឯងអញ្ចឹងគឺវាមិនមែនថាតលតែបានដល់ទឹកដៅបានសុខទេសេចក្តីសុខហ្នឹងគឺក្នុងដំណើរព្រះអង្គសម្ដែងថាដំណើរទៅរកការឃើញសច្ចធម៌រួចផុតចាកទុក្ខហ្នឹងគឺទៅដោយសុខសោមនស្សហ្នឹងឯងមួយចំហៀនហ្នឹងយើងត្រូវឲ្យតម្លៃឲ្យតម្លៃដូចថាមួយចំហៀនដល់ហ្នឹងក៏ដូចថា1% ឬ1%, 1%, 1%អីចឹងអាមួយចំហៀនពីដំបូងអាមួយចំហៀនបន្តអីទៅនោះក៏មានតម្លៃស្មើណាមួយចំហៀនដែលដល់ហ្នឹងឯងព្រោះវាមិនអាចថាមួយចំហៀនដែលដល់ហ្នឹងវាអត់អាស្រ័យចំហៀនខាងដើមឯណាដូច្នេះវាត្រូវតែបែងចែកតម្លៃដូចថាយើងទទួលទាននំ7ដុំឆ្អែតវាមិនមែនអាមួយដុំក្រោយហ្នឹងឲ្យឆ្អែតដោយអត់អាដុំ1 2 3 4នោះឯណាដូច្នេះអាមួយដុំក្រោយហ្នឹងវាមានតម្លៃដូចថាប្រហែល1000រៀលអាមួយដុំមុនក៏1000រៀលដែរហ្នឹងឯងដូច្នេះវាត្រូវរួមទាំង7000រៀលហ្នឹង7ដុំហ្នឹងបានវាឲ្យឆ្អែតមិនមែនអា1000ក្រោយហ្នឹងឲ្យឆ្អែតទេណាអញ្ចឹងដូច្នេះក្នុងការសន្សំហ្នឹងគឺថាយើងមានទីក្តីសុខជាមួយគ្នានឹងកុសលធម៌ដែលចម្រើនឡើងរឿយរាល់ថ្ងៃហ្នឹងយើងក៏មិនចិត្តទន្ទះតែងទៀមទាចង់បានផលសម្រេចអីទេហ្នឹងឯងព្រោះជាមួយគ្នានឹងធัวបរិបត្តិហ្នឹងវាលះកាត់សេចក្តីប្រកម្មតាទួលខ្លួនយើងហ្នឹងវាគ្រាន់តែមិនតាន់សមុឆេតបហានៈបានព្រះនិព្វានជាផលសម្រេចតែតទាំងគបហានៈហ្នឹងក៏ឲ្យយើងមានសេចក្តីសុខដូចជាលើកពីរឿងឯថាវាមិនចាំបាច់អ្នករតីនឹងស្លាប់អីតាមយើងខឹងស្អប់ណាអូអ្នករតីនឹងស្លាប់ទៅក៏តែអញឈ្នះគេនៅតែអញអញ្ចឹងទៅហ្នឹងឯងសត្រូវកចាមិត្តអីស្លាប់អីអញ្ចឹងទៅវាមានចាំបាច់អ្នករតីស្លាប់អីហ្នឹងឯងអាដែលអនឹងគេស្លាប់នោះវាជាអកុសលទៅតើហ្នឹងឯងដល់តែគេមិនទាន់ស្លាប់បំចង់ឲ្យគេស្លាប់គេអត់ស្លាប់បើឈឺខ្លួនឯងហើយក៏កើតទុកចម្រើនអកុសលតែខ្លួនឯងអត់មានដោះស្រាយបានទេរឿងជាការដែលយើង
យើងនៅវង្វេងប្រកបដោយសេចក្តីប្រកាន់មានយើងមានគេនឹងឯងចឹងដែលយើងតែងតែឆ្លោះប្រកែកទាស់ទែងអីសពគ្រប់នឹងគឺថាដូចរមូលនួបជាមួយគ្នាដែលយើងក៏អត់អ្នកដតីក៏អត់ហ្នឹងណាប៉ុន្តែអាកិលេសមានោះវាសាងយើងសាងគេឯងអញ្ចឹងឲ្យរវល់ឲ្យខ្វល់វាដូចជាថាខ្លួនយើងហ្នឹងប្រកែណាគ្រាន់បើណាហ៊ានខឹងហ៊ានស្អប់គេហ៊ានស្ដីហ៊ានថាហ៊ានប្រមាថមើលងាយទប់ទល់តតាំងអីទាំងអស់ហ្នឹងវាដូចជាថាខ្លួនឯងហ្នឹងប្រកែគ្រាន់បើហ្នឹងឯងតែតាមពិតគឺវាផ្ដើមដោយការយល់ខុសហើយស្រេចត្រង់ដែលថាមានយើងមានអ្នកអតីហ្នឹងបរមត្តធម៌វាអត់មានទេដូចលើកពីរឿងថាអ្នកដតីដែលរស់នៅរាល់ថ្ងៃហ្នឹងហ្នឹងឯងគឺចិត្តចេតសិកដឹងអារម្មណ៍ហ្នឹងហ្នឹងឯងគ្រាន់តែថាមានចិត្តចេតសិករូបសន្មតថានេះអ្នកនោះនៅរស់ហ្នឹងប៉ុន្តែវាមានអត្តាដែលនឹងដែលសម្រាប់ឲ្យយើងកើតទុកអីហ្នឹងឯងនៅទៅសន្មតថាជាសត្វលោកនៅពេលដែលយើងមានអារម្មណ៍សត្វលោកហ្នឹងមកយើងមិនតោមនោះមិនបន្ទុះតោះមានចាំបាច់អ្នកនឹងស្លាប់អីមានចាំបាច់អ្នកនឹងវិនិច្ឆ័យអីមានចាំបាច់យើងឈ្នះឲ្យអ្នកដទៃចាញ់អីវាអត់មានអាការប្រកួតប្រជែងហ្នឹងណាដូច្នេះវាអត់កើតទុកឯដល់អត់កើតទុកទៅជាមេត្តាចិត្តឲ្យតែអ្នកដទៃបាននៅរស់ទៅហើយមានអ្នកណាទៅចេះធ្វើលោភៈទុសៈមោហៈអីឲ្យខ្លួនឯងវាអត់មានអត្តាអ្នកសាងសេចក្តីសៅមងឲ្យខ្លួនឯងទេគ្រប់គ្នាគឺមានសិទ្ធិដើម្បីរួចផុតចាកទុក្ខរឿងអកុសលអីផ្សេងវាជាអកុសលពិតហើយប៉ុន្តែដល់យើងចាប់បរមត្តបានទៅនៅពេលដែលមានបញ្ញត្តិមកជាអារម្មណ៍យើងអត់តោមនោះបន្ទុះតោះនឹងអ្នកអតីហ្នឹងទេអាហ្នឹងដែលយើងស្ដាប់រឿយមកមិនមែនថាស្ដាប់រឿយមកហើយអត់បានប្រយោជន៍អីមិនមែនទេស្ដាប់រឿយហ្នឹងហ្នឹងឯងបានបន្តិចរាល់ពេលដែលយើងស្ដាប់ឮទៅចិត្តតែរំលឹកហើយហ្នឹងឯងកាត់បន្ថយនៅការប្រកែកប្រកាន់ទៅរកអ្នកដតីហ្នឹងអ្នកដតីមានសិទ្ធិដើម្បីរួចផុតចាកទុក្ខហ្នឹងឯងពីព្រោះអត់មានអ្នកណាសាងវត្តដាក់សាងកិលេសឲ្យខ្លួនឯងទេដល់ទៅយើងចាប់បានអញ្ចឹងយើងគឺថាមានមេត្តាចម្រើនឡើងថាបំណងប្រាថ្នាសេចក្តីចម្រើនឲ្យដល់អ្នកអតីហើយដល់ទៅចាប់ថាអ្នកដតីមានសេចក្តីទុកក្នុងវត្តដាក់ហ្នឹងក៏ជាអារម្មណ៍នៃករុណាហ្នឹងវាទៅជាមេត្តាករុណាមុទិតាចូលដល់ឧបេក្ខាព្រហ្មវិហារណាជាធัวដែលពុទ្ធបរិស័ទយើងត្រូវអប់រំចម្រើនរឿយគ្រប់គ្រាគ្រប់ពេលវេលាមិនមែនតតែអង្គុយពេនភ្នែកចម្រើនអីទេឲ្យតែដឹងថាមានសត្វលោកមកជាអារម្មណ៍ទៅចេះតែអប់រំទៅហើយបើបានសតិប្បដ្ឋានហ្នឹងជួយមេត្តាករុណាហ្នឹងគឺមានការចម្រើនលឿនទាំងដោយសារវាមិនបានប្រកាន់ថាអ្នកនឹងជាអ្នកធ្វើលោភៈទុសៈមោហៈឲ្យខ្លួនឯងណាដល់អញ្ចឹងអ្នកនឹងត្រូវមានសិទ្ធិរួចផុតចាកទុក្ខដល់តែយើងដឹងថាអ្នកនឹងមានសិទ្ធិរួចផុតចាកទុក្ខទៅជាយើងអបអរសាទរនឹងការប្រព្រឹត្តល្អរបស់អ្នកអតីអបអរសាទរនឹងសេចក្តីល្អនឹងកុសលធម៌ដែលអ្នកអតីមានណាហើយបើយើងអត់បានចាប់បរមត្តនឹងទេវានៅប្រកាន់ជាបុគ្គលហើយដល់ទៅបុគ្គលនឹងយើងស្អប់យើងមិនត្រូវការឲ្យអ្នកនឹងបានសេចក្តីសុខហ្នឹងហើយចង់ឲ្យអ្នកនឹងស្លាប់ធ្លាក់នរកអីចឹងទៅមិនមែនឲ្យទៅកើតឋានសួគ៌អីទេទៅឲ្យអញទៅកើតឋានសួគ៌វិញអញបង្អួតបង្អន់ឯងស្អប់អញឯងធ្លាក់នរកអីហ្នឹងគឺវាជារឿងនៃទោសៈវាមានមោហៈវង្វេងហើយដល់តែយើងដឹងថាគ្រប់គ្នាមានសិទ្ធិដើម្បីរួចផុតចាកទុក្ខឲ្យតែបានដឹងតាមសេចក្តីពិតនឹងឯងពីព្រោះអីបានជាថាមានសិទ្ធិរួចផុតចាកទុក្ខពីព្រោះគ្រប់អង្គគ្រប់គ្នាវាអត់មាននរណាបង្កើតកិលេសឲ្យខ្លួនឯងដូច្នេះឲ្យតែបានដឹងការពិតគឺត្រូវរួចពីភាពជាអ្នកទោសហើយវាអត់ប្រកាន់ថាកិលេសខ្លួនឯងអ្នកធ្វើទៅវាអត់មានសេចក្តីសៅមងប្រកាន់បន្ទោសខ្លួនឯងឲ្យសៅមងចិត្តនៅពេលចិត្តស្លាប់អីទៅទាំងអស់ហ្នឹងទេហ្នឹងឯងគឺជាសិទ្ធិសម្រាប់វាត្រូវតែបានទទួលអញ្ចឹងណាហ្នឹងឯងអញ្ចឹងបើយើងដឹងអញ្ចឹងយើងគិតទៅដាក់ទោសអ្នករតីរឿងអីដាក់ទោសអ្នករតីយ៉ាងម៉េចបើគាត់អត់បានធ្វើលោភៈទុសៈមោហៈផងហ្នឹងប៉ុន្តែវាមានសេចក្តីទុកហ្នឹងដោយសារថាយើងសម្គាល់ទៅលើអ្នកណាឬក៏សន្មត់យើងគេអីហ្នឹងណាវាតាកទួងនឹងកិលេសវត្តដាក់នាំឲ្យកើតកម្មនាំឲ្យមានវិបាកអាហ្នឹងឯងដែលយើងពោលថាសត្វលោកអ្នកមានទុកអាហ្នឹងឯងដែលជាអារម្មណ៍នៃករុណាសត្វលោកអ្នកមានទុកហ្នឹងដោយសារវាមានអវិជ្ជាធាតុខាងដើមហ្នឹងដែលអត់ដឹងនាមរូបហ្នឹងអវិជ្ជាហ្នឹងឯងដែលនាំឲ្យមានតណ្ហាបាទានឲ្យកើតកម្មហ្នឹងកិលេសឲ្យកើតកម្មហ្នឹងឯងបានទៅជាយើងនិយាយថាសត្វលោកអាស្រ័យ
វត្តដាក់បន្តជនអាស្រ័យវត្តដាក់ជាអ្នកមានទុកនឹងអាហ្នឹងឯងហើយអាហ្នឹងជាអារម្មណ៍នៃព្រហ្មវិហារធัวបាននឹងតែយើងអប់រំមេត្តាករុណាជាដើមនឹងអញ្ចឹងណាព្រោះមានសត្វមកជាអារម្មណ៍ហ្នឹងហើយយើងវាមិនមែនថាចេះតែមានបរមត្តជាអារម្មណ៍រូបពេលវេលាណាក្នុងការដែលកម្មយកបញ្ញត្តិមកជាអារម្មណ៍ហ្នឹងប៉ុន្តែបញ្ញត្តិទោះជានៅជាបឋមជននៅមានទិដ្ឋិក៏ដោយប៉ុន្តែទិដ្ឋិជាឧបនិស្សយបច្ច័យឲ្យកើតកុសលធម៌ឬយើងកើតកុសលមួយមេត្តាបិតាពេលដែលយើងប្រកាន់អត្តាសត្វបុគ្គលមេត្តាបិតាមានមែនអាហ្នឹងវាជាទូទិដ្ឋិទៅដល់តែយើងកម្មយកមេត្តាបិតាមកជាអារម្មណ៍នៃមេត្តាករុណាឬក៏ថាដោយទានដោយសិលដោយការប្រណិប័តបំរើទៅកុសលធម៌ចម្រើនទៅបើនៅពេលប្រកម្មមេត្តាបិតាប្រកម្មយើងអានឹងទិដ្ឋិទៅទិដ្ឋិវាកើតគ្នាបដូរផ្លាស់គ្នាជាមួយនឹងកុសលទៅនៅពេលដែលមានបញ្ញត្តិនៅជាអារម្មណ៍ហ្នឹងហ្នឹងហើយវាមានទិដ្ឋិប្រកម្មទៅក្នុងបរមត្តធម៌ហ្នឹងណាប៉ុន្តែបញ្ញត្តិអាចជាអារម្មណ៍នៃទាននៃសិលនៃសមថៈបានមិនមែនថាឲ្យតែមានបញ្ញត្តិមកជាអារម្មណ៍សិតទិដ្ឋិរហូតទេហ្នឹងហើយវាគ្រាន់តែដូរផ្លាស់គ្នាបញ្ញត្តិហ្នឹងមកជាអារម្មណ៍នៃកុសលធម៌បានតែអាសេចក្តីប្រកម្មវានៅប្រកម្មយើងហ្នឹងរហូតដល់ទៅត្រូវការឲ្យខ្លួនយើងបានសម្រេចមគ្គផលទៅទៀតហ្នឹងហើយនេះជាទិដ្ឋិប៉ុន្តែវាជាឧបនិស្សយបច្ច័យនៃទាននៃសិលនៃភាវនាទៅហ្នឹងហើយអកុសលវាជាឧបនិស្សយបច្ច័យនៃកុសលដោយបកតោបនិស្សយបច្ច័យហ្នឹងណាដើម្បីឲ្យយើងបានរួចផុតចាកទុក្ខហ្នឹងណាយើងស្រឡាញ់ខ្លួនយើងទាំងដែលនៅក្នុងប្រកម្មតែមានអត្តាទូខ្លួនហ្នឹងណាប៉ុន្តែស្រឡាញ់ត្រូវធ្វើម៉េចត្រូវទៅទានសិលភាវនាស្ដាប់ពធទៅអប់រំចម្រើនបញ្ញារឿយទៅលទ្ធផលនៃការស្រឡាញ់ខ្លួនឯងហ្នឹងគឺបានយ៉ាងពិសេសត្រង់ដែលបានដឹងថាអត្តាអត់មាននេះអាហ្នឹងគឺលទ្ធផលនៃការស្រឡាញ់ខ្លួនឯងហ្នឹងប្រឹងប្រែងប្រព្រឹត្តបរិបត្តិតាមធម៌របស់ព្រះរាមានុភាពដើម្បីជួយខ្លួនឯងហ្នឹងហ្នឹងឯងដល់ទៅយើងខំប្រឹងជួយខ្លួនយើងហ្នឹងវានៅក្នុងការប្រកាន់ខ្លួនយើងហ្នឹងមិនមែនថានៅក្នុងការប្រកាន់ហើយយើងរៀនធัวមិនបានទេណាមិនមែននៅក្នុងការប្រកាន់ខ្លួនហើយធ្វើទានបានណារត់ទៅធ្វើទៀតដើម្បីជួយខ្លួនយើងឲ្យរួចផុតចាកទុក្ខនៅក្នុងការប្រកាន់ខ្លួនយើងហ្នឹងមានឪពុកម្ដាយយើងហ្នឹងស្រឡាញ់ញាតិមិត្តស្ដានបងប្អូនយើងហ្នឹងវានៅមានអកុសលមែនប៉ុន្តែឲ្យតែជាបកតោបនិស្សយបច្ច័យនៃកុសលធម៌ចម្រើនឡើងពួកយើងមិនមែនប្រកាន់យើងប្រកាន់គេហើយយើងត្រូវការទីពឹងពីខាងក្រៅអីផ្សេងដោយអត់បានយល់ដឹងពីកុសលធម៌ដែលនាំមកនៅសេចក្តីសុខជាទីពឹងអាហ្នឹងវាមិឆាទិដ្ឋិហើយអាហ្នឹងគឺវាមិនបានចម្រើនទៅដោយកុសលធម៌ហ្នឹងហើយបានយើងចូលមកក្នុងពុទ្ធសាសនានេះមានតថាគតពោធិសទ្ធិហើយកម្មមស្កតាសទ្ធិនេះដោយយើងដឹងនៅព្រះពុទ្ធអង្គបានត្រាស់គឺដោយសារការបំពេញអភិនិហាបារមីបានជាពុទ្ធមេត្តាពុទ្ធបិតាឬក៏ព្រះវិជ័យកពុទ្ធព្រះអគ្គសាវកសុទ្ធតែបានដោយសារបុណ្យទាំងអស់គ្មានទៅអ្នកណាមានសិទ្ធអីបកែបកុលនៅពុទ្ធព្រះវិជ័យកពុទ្ធពុទ្ធមេត្តាពុទ្ធបិតាអីឲ្យអ្នកណាបានទេសិទ្ធតែអភិនិហាបារមីបំពេញមករៀងព្រះអង្គរៀងខ្លួនទាំងពុទ្ធអង្គក៏ព្យាករតាំងពីមួយសែនកាប់អីមុនមកណោះគឺនៅលើបុណ្យទាំងអស់ហ្នឹងឯងចាហ្នឹងឯងគ្រាន់តែថាយើងមានបំណងប្រាថ្នាដូចយើងមានលុយសំលុយដើម្បីធ្វើផ្ទះដើម្បីយើងទិញរថយន្តឬក៏ដើម្បីធ្វើអីអញ្ចឹងណាអាហ្នឹងបំណងប្រាថ្នានោះវាត្រូវតែមានអញ្ចឹងឯងប៉ុន្តែវាមិនមែនគ្រាន់តែបំណងប្រាថ្នាបានទេបើអត់លុយយើងធ្វើមិនបានតើតែមានប្រាក់ហ្នឹងឯងយ៉ាងណាមិញយើងបំណងប្រាថ្នាជាពុទ្ធព្រះវិជ័យកពុទ្ធអគ្គសាវកអគ្គសាវិកាបំណងប្រាថ្នាឲ្យបានទីក្តីសុខបំណងប្រាថ្នាឲ្យរួចផុតចាកទុក្ខអីហ្នឹងគឺសម្រេចបានដោយសារបុណ្យតើតែមានបុណ្យហ្នឹងឯងឲ្យសម្រេចដល់លោកតរៈធัวទៅរួចផុតចាកទុក្ខហ្នឹងឯងបំណងប្រាថ្នារបស់យើងហ្នឹងគឺវាជាទិសដៅទៅរកទិសដៅហ្នឹងឯងហើយយើងអប់រំហេតុឲ្យគ្រប់គ្រាន់អញ្ចឹងទៅrồiយើងដឹងថាយើងចង់បានផ្ទះយើងមិនមែនអង្គុយបន់ឲ្យផ្ទះផុសមកឯណាចង់បានផ្ទះធ្វើម៉េចបានផ្ទះយើងសំលុយទៅហើយកុំខ្ជិះកុំចាយវេអបតអបាយអរតអរិយអីណាយណៃគឺត្រូវសំឲ្យបានគ្រប់ទិញផ្ទះអញ្ចឹងណាហ្នឹងហើយខំប្រឹងប្រែងធ្វើការងារទៅណាហើយយើងចង់បានរួចផុតចាកទុក្ខយើងដឹងថាតលបុណ្យគ្រប់លោកតរៈអញ្ចឹងយើងខំធ្វើបុណ្យអញ្ចឹងណាគេណាអាការចង់បានវាជាអកុសលមែនប៉ុន្តែជាឧបនិស្សយបច្ច័យឲ្យពេញបុណ្យកុសលអាការចង់បានវានៅក្នុងរឿងស្រឡាញ់ខ្លួនយើងហ្នឹងវាមិនមែនស្រឡាញ់សិតតែតួកុសលអីណាវាមានអកុសលកើតផ្លាស់ប្ដូរគ្នាព្រោះយើងនៅប្រកាន់តែខ្លួនយើងអានឹងឯងប៉ុន្តែដល់ពេលសម្រេចមគ្គផលទៅវាត្រូវអស់អកុសលហ្នឹងដូចយើងបានដឹងនាមរូបហ្នឹងចឹងទៅវាត្រូវលះអតិថិប្រកាន់យើងប្រកាន់អ្នកដតីហ្នឹងមើលរឿងអ្នកដតីគ្រាន់តែគាត់រស់នៅផងបានគាត់មិនមែនបង្កើតខ្លួនគាត់មកអីណាហើយដល់កើតមកដូចតែមិនចូលចិត្តយើងប្រឆាំងយើងរឿងអីមិនមែនគាត់ទៅបង្កើតអកិលេសហ្នឹងឯណាមិនមែនគាត់ទៅបង្កើតអព្យាស្រ័យដើម្បីមិនចូលចិត្តយើងហ្នឹងឯណាវាអត់មានទេអានោះគឺជាបរមត្តធัวសុទ្ធតែហ្មងណា
ហើយដល់តែយើងដឹងក្នុងខ្លួនយើងក៏មានចិត្តចេតសិករូបព្រះអភិធម្មហ្នឹងហើយក្នុងអ្នកដតីក៏ព្រះអភិធម្មវាអត់មានតួអត្តាណាក្រៅពីចិត្តចេតសិករូបទេហើយដល់យើងរៀនព្រះអភិធម្មយើងថាអូយខ្ញុំស្អប់អកុសលហើយខ្ញុំសុំអត់រៀនទេអ្នកគ្រូកុំបង្រៀនអកុសលខ្ញុំសុំរៀនតែកុសលវាមិនដែលណាហ្នឹងហើយវាត្រូវរៀនពីអកុសលណាព្រោះយើងដឹងថាអកុសលជាបរមត្ថធម៌អកុសលាធម្មាហ្នឹងទៅបើយើងយល់ដឹងធម្មាហ្នឹងវាមិនមានជាមនុស្សសត្វបុគ្គលណាហ្នឹងហើយក្នុងដំណើរជីវិតវដ្តសង្សារហ្នឹងបើអត់មានអកុសលមកទេក៏អត់មានវត្តដាក់បើអត់មានវត្តដាក់ទេក៏គ្មានការដែលយើងត្រូវសង្វេគចំពោះវត្តទុកនឹងហើយអប់រំចម្រើនព្រះមច្ចរិយធម៌បរិញ្ញាសម្រាប់ព្រះនិព្វានដែរមានព្រះនិព្វានមកវិណាបើអត់មានមគ្គមានមគ្គមកវិណាបើអត់មានវិបស្សនាមានវិបស្សនាមកវិណាបើអត់មានព្រះពុទ្ធអង្គបានត្រាស់បើអត់សង្វេគគឺព្រះពុទ្ធអង្គបានត្រាស់ក៏មកអំពីមានជាតិជារាមរណៈជាតិជារាមរណៈក៏មកអំពីមានរាគៈទុសៈមោហៈរាគៈទុសៈមោហៈក៏មកពីមានសកាយតិដ្ឋិវិជិកិច្ឆាសីលបត្តវរាមាសៈនឹងឯងដូច្នេះវាមិនមែនមានតែសេចក្តីទុកអីសម្រាប់ឲ្យយើងតោមនោះបន្ទុះតោះនឹងសេចក្តីទុកអាតោមនោះបន្ទុះតោះនឹងសេចក្តីទុកគឺអវិជ្ជាទុក្ខេអញ្ញាណੰការដែលមិនដឹងទុកហ្នឹងគឺអវិជ្ជាដល់តែយើងសិក្សាពធัวទៅទុកនេះជាមេរៀនសម្រាប់សិក្សាលោកភ្នែកជាចមនដាតកាយចិត្តនាមរូបមិនទៀងជាទុកហ្នឹងជាមេរៀនថ្នាក់បរិញ្ញាណាឲ្យតែយើងកំណត់ដឹងថាដូចជាផ្ទះសំណាក់អញ្ចឹងលោកហ្នឹងហ្នឹងឯងយើងមិនមែនមកប្រកាន់ថាជាផ្ទះយើងឯណាដូចយើងទៅជួលផ្ទះសំណាក់មួយយប់ពីរយប់អីចឹងទៅយើងនៅទៅរួចទៅយើងមកវិញហើយលងវែងក្តីហ្នឹងឯងដល់មានជ័យនៅខាងអូស្មាច់ក្តីអីចឹងទៅក៏គាត់មានសទ្ធាជ្រះថ្លាអរគុណគាត់ចឹងទៅទៀតទៅហ្នឹងឯងបាយទឹកអីផ្ទះសំណាក់អីសពគ្រប់អីចឹងទៅរួចទៅយើងមានប្រកម្មថាជាផ្ទះយើងអីនឹងឯណាអញ្ចឹងណាលោកនេះដូចគ្នាអញ្ចឹងគ្រាន់តែលោកសម្រាប់យើងសិក្សាហើយនឹងផ្ទះសំណាក់តែប៉ុណ្្នឹងទេហើយដែលយើងដឹងអញ្ចឹងតួវិបស្សនាចម្រើនឡើងណាអាមួយយើងគ្រាន់តែដឹងតាមមេរៀនតិចណាមិនមែនថាអត់ប្រយោជន៍ទេមេរៀននោះវាជួយឲ្យយើងចេះគិតចេះពិចារណា 1% 2% 3% ព្រោះការពិចារណាទៅចម្រើនយោនិសោហើយដល់ទៅរឿយទៅយោនិសោហ្នឹងមិនឲ្យចម្រើនវិបស្សនាឡើងនឹងបរិបត្តិធម៌ហើយដល់អញ្ចឹងទៅយើងបានដឹងថាលោកនេះគ្រាន់តែជាផ្ទះសំណាក់ហ្នឹងគឺដឹងមែនទេណាគណៈវិបស្សនាណាហ្នឹងហើយដឹងតែផ្ទះសំណាក់ហ្នឹងរហូតដល់ទៅលះបង់ឆន្ទរាគៈបានណាដោយពលវៈវិបស្សនាណាដោយក្នុងវិបស្សនាកថាដែលប្រៀបរឿងភរិយាស្វាមីអីចឹងទៅដោយថាបានលែងលះគ្នាដាច់ស្រឡះហើយចឹងទៅក៏អត់ហួងហែងគ្នាទេចឹងទៅភរិយាមានស្វាមីដទៃទៀតក៏មានទៅខ្លួនឯងមានភរិយាទៀតក៏មានទៅចឹងអាលែងលះដាច់ស្រឡះហើយចឹងអាក្នុងការដែលយើងលែងលះបញ្ញខណ្ឌហ្នឹងចឹងណាទោះជាបញ្ញខណ្ឌហ្នឹងជារៀបជាធិមរណៈហ្នឹងបើដូចជាភរិយាស្វាមីបានភរិយាដទៃស្វាមីដទៃចិត្តរបស់យើងគឺថាវាអត់មានទៅប្រកាន់ទៅប្រចាំទៅហួងហែងអីទៀតទេហ្នឹងឯងហើយអាចនឹងថារាប់អានគ្នាក៏តែបានមានស្អីមនុស្សផងគ្នាត្រូវការសេចក្តីសុខផងគ្នាអញ្ចឹងណាហ្នឹងឯងដូចបងប្អូនយើងមិនហួងហែងគ្នាអីត្រូវរៀបការមានភរិយាស្វាមីអីហ្នឹងអញ្ចឹងទៅការដែលយើងប្រព្រឹត្តបរិបត្តិធម៌ហ្នឹងមិនប្រព្រឹត្តទៅដោយទុកទោមនោះមិនបន្ទុះទាស់មិនកើតទៅជាការប្រកាន់ហួងហែងហ្នឹងអញ្ចឹងបញ្ញខណ្ឌហ្នឹងអញ្ចឹងឯងតែមានជារៀបទៅជាទីជាធិទៅនឹងឯងយើងមានព្រះនិព្វានជាទិសដៅរបស់យើងតើយើងបកគលបញ្ញខណ្ឌហ្នឹងឲ្យជ្រាបជាធិមរណៈហ្នឹងឯងគ្រាន់តែជាផ្ទះសំណាក់យើងបកគលឲ្យម្ចាស់គេតើយើងនៅមួយយប់ហ្នឹងក៏មិនបានគិតថាផ្ទះយើងកន្លែងយើងអីហ្នឹងឯណាយើងគ្រាន់តែនៅរួចទៅយើងបកគលជូនគាត់ទៅបើថាគាត់មានសទ្ធាឲ្យនៅយើងអរគុណគាត់ទៅរួចទៅយើងមានបានប្រកម្មរបស់យើងថាខ្ញុំនៅនេះផ្ទះរបស់ខ្ញុំមានគេដេញវាយហ្នឹងឯងថារបស់យើងបានទេតែយើងនៅទៅជូនបនជូនអីគាត់ចឹងណាហ្នឹងមានអីយើងក៏មានសេចក្តីសុខគាត់ក៏សប្បាយចិត្តបានបនបានអីក្រុមគ្រួសារកូនចៅអីចឹងទៅបានធ្វើបនកុសលចឹងទៅយើងត្រេកអរនឹងបនកុសលរបស់គាត់ហ្នឹងទៅហើយក៏យើងពេញចិត្តនឹងការបំពេញសេចក្តីល្អដែលយើងបានអប់រំរឿយមកហើយយើងកុំចាំបាច់ចេះតែដោះស្រាយបញ្ហាដោយទុកទោមនោះប្រតិកម្មបន្ទុះទាស់ស្អប់ទៅរកអ្នកអតីអី
យើងជឿជាក់ថាឲ្យតែយើងមានបុណ្យអ្វីៗក៏ល្អមករស់យើងដែរហ្នឹងគឺជាអារម្មណ៍ដែលជាអិដ្ឋារម្មណ៍កន្តារម្មណ៍ណាហ្នឹងឯងសម្រាប់ដោយសារបុណ្យមួយទៀតយើងអប់រំចិត្តឲ្យល្អទោះជាអាណិដ្ឋារម្មណ៍ដោយសភាវៈក៏ដោយក៏មកជាអារម្មណ៍ល្អដែរកាលណាបើចិត្តយើងល្អហ្នឹងឯងយល់ទេសេចក្តីទាំងអស់ហ្នឹងណានៅពេលដែលចិត្តយើងល្អថ្ងៃណាក៏ដោយគឺវាអត់មានរឿងមិនល្អសម្រាប់ជីវិតយើងទេហើយយើងចិត្តទៅស្វែងរកល្អពីអ្នករតីរួចទៅទុកតោមនោះទៅរឿងវារឹតអាក្រក់ថែមទៅទៀតហ្នឹងឯងតែយើងស្អប់តោមនោះបន្ទុះតោះនិយាយរឿងមិនល្អទៅលឺដល់អ្នករតីទៅវាត្រឡប់មកវិញមករឹតតែមិនល្អថែមទៀតអត់មានជួយអីយើងបានទេទាំងកុំទៅដោះស្រាយដោយចង់សម្គាល់ថាយើងគ្រាន់បើអីតោមនោះបន្ទុះតោះទៅរកអ្នករតីអីគឺអត់មានជួយអីឲ្យចម្រើនទេទាំងមានតែអាប់អន់មានតែបរាជ័យក្នុងជីវិតនឹងឯងជោគជ័យទៅសត្រូវគឺកិលេសរបស់យើងឬក៏សត្រូវឯណាយនៃអីមែនទេហ្នឹងគេអហ្នឹងអនឹងយើងកើតទុកនៅពេលដែលយើងខឹងស្អប់នៅពេលដែលយើងមានរឿងរ៉ាវកើតទុកហ្នឹងសត្រូវមនុស្សមែនទេហ្នឹងគេអហ្នឹងពុទ្ធកាព្រះអង្គទ្រង់លើកមកហ្នឹងហើយជាពិសេសសត្រូវគឺកិលេសនេះឯងតែដែលនាំឲ្យសត្វលោកយើងធ្លាក់ចុះទៅក្នុងរំលងនៃវដ្តសង្សារហ្នឹងបើតាមពិតមនុស្សយើងគ្រប់គ្នាសុទ្ធតែជាអ្នកដែលចាំបាច់ត្រូវមានសិទ្ធិរួចផុតចាកទុក្ខអានឹងដែលយើងយល់អញ្ចឹងណាពីព្រោះអត់មាននរណាបង្កើតវត្តដាក់បង្កើតកិលេសឲ្យខ្លួនឯងទេខុសតោះកំស្គួងអីវាជារឿងជាប់នៅក្នុងទ្រង់នៃវត្តដាក់ហ្នឹងវាទៅជាអារម្មណ៍នៃករណាទៅវិញប៉ុន្តែបើបានសេចក្តីល្អអ្នកអតីមានបត្រៃណគុំមានសិលមានអីចឹងទៅយើងមានមុទិតាទួនខ្លួនទៅរកអ្នករតីហ្នឹងណាឲ្យបានរួចផុតចាកទុកទៅព្រោះវាជាសិទ្ធិសមរម្យត្រឹមត្រូវលទ្ធភាពដែលបានជួបនឹងពធัวហ្នឹងណាដើម្បីតវ៉ាឲ្យឃើញការពិតនៃជីវិតខ្លួនឯងហ្នឹងណាគឺត្រូវតែដោះស្រាយជួយខ្លួនឯងបើអត់មាននរណាជួយបានគ្រាន់តែពធัวសម្ដែងប្រាប់តែយើងត្រូវប្រឹងប្រែងតវ៉ារស់សិទ្ធសម្រេចឲ្យខ្លួនឯងបើយើងវាមិនបានបង្កើតវត្តដាក់បង្កើតកិលេសនេះមកត្រូវទទួលលោភៈទោសៈមោហៈអីធ្វើអកុសលកម្មអីហ្នឹងហើយស្រាប់ទៅធ្លាក់នរកណានៃលំបាកលំបិនហើយយើងអត់បានធ្វើកិលេសផងហ្នឹងដល់ទៅនរកយើងមិនមែនចេះស្ដាប់អញ្ចឹងចេះគិតតវ៉ាអញ្ចឹងបានអត់មានវិបស្សនាតវ៉ាទេឥឡូវនេះបានយើងអាចតវ៉ាបានតវ៉ាហើយណាឲ្យបានជោគជ័យដោយវិបស្សនាញាណនឹងសម្រេចឲ្យយើងរួចខ្លួនណាឲ្យយើងមានវិបស្សនាញាណដូចជាពងដែលយើងលិចសពើទៅយើងតោងពងអត់លិចអញ្ចឹងបានប្រទេសក្តារអញ្ចឹងទៀនសិលភាវនាផងអានឹងផលសម្រេចឲ្យយើងតវ៉ាណាហ្នឹងឯងហើយយើងនឹងបន្តការតវ៉ាទៅក្នុងភពជាតិក្រោយទៀតឲ្យតែយើងបានសុគតិភពព្រោះយើងចាំបាច់ត្រូវតែមានសិទ្ធិបានសម្រេចមគ្គផលហ្នឹងណាដោយចំណាយទីការតវ៉ាហ្នឹងព្រោះយើងរួយុទ្ធធัวឲ្យខ្លួនយើងត្រឹមត្រូវមែនណាមិនយើងធ្វើខុសហើយយើងចង់ទៀមទារស់ត្រូវមែនទេមិនមែនរឿងហ្នឹងទេអារឿងហ្នឹងរឿងយើងបញ្ញត្តិខុសដឹងខុសអញ្ចឹងទៅសំដែងអាបត្តិទៅកមាទោសទៅអីទៅអាហ្នឹងរឿងនៅក្នុងលោកហ្នឹងណាប៉ុន្តែនេះនិយាយដល់បរមត្តហ្នឹងឯងថ្នាក់វិបស្សនាចម្រើនឡើងយើងមិនមែនបរិស័យទានសិលធម្មថៈទេមិនមែនបរិស័យព្រះវិន័យទេព្រះវិន័យនឹងឯងឲ្យបានត្រឹមត្រូវទៅចិត្តស្ងប់ទៅបានមានសមថៈមកបានយើងមានវិបស្សនានេះមករស់សច្ចធម៌ឲ្យជីវិតខ្លួនឯងនេះគួរតែទទួលបាននៅភាពស្ងប់រងាប់នៅក្នុងជីវិតហ្នឹងចឹងពុទ្ធបរិស័ទមើលចាប់សេចក្តីគុណចាស់លោកលើកយកមកសាកសួរហ្នឹងខ្ញុំណាមានបំណងដើម្បីនឹងអធិប្បាយសេចក្តីហ្នឹងឯងចឹងហ្នឹងគឺឲ្យតែយើងចាប់បានរឿយចឹងណាជាមួយនឹងអ្នករតីហ្នឹងមនុស្សយើងក៏តែងតែខ្វល់ជាពាក្យវៈវិននឹងគ្នាហ្នឹងណារឿងក្នុងលោកហ្នឹងយើងពិសោធន៍មើលយើងពិចារណាមើលរឿងខ្វល់មកជីវិតរហូតមកហ្នឹងវាសិតតែតាក់ទងនឹងអ្នករតីហ្នឹងដោយច្រើនមែនទេណាហ្នឹងឯងរឿងទ្រព្យសម្បត្តិក៏ប្រៀបធៀបអ្នកអតីកិត្តិយសគេឈ្មោះក៏ប្រៀបធៀបនឹងអ្នកអតីហ្នឹងឯងរឿងបណ្ណាំងប្រជែងឬក៏ពាក្យសម្ដីស្ដីថាអីអាម៉ាំងលម៉ោកអីហ្នឹងគឺថាថ្នាក់អន់ចិត្តតែគេមើងងាយអីចឹងទៅឬក៏ថាទៅមើលថោកគេអីហ្នឹងសិតតែចម្ពាក់វៈវិននឹងអ្នកអតីហ្នឹងឯងចាយើងឆ្នៃយើងសិក្សាព្រះអភិធម្មមានណាចម្រើនបញ្ញាទៅតាមព្រះអភិធម្មហ្នឹងគឺជំនួយដល់សតិប្បដ្ឋានដែលយើងរៀនទៅធ្វើឲ្យយើងចេះគិតដល់តួបរមត្តដូចជាអកុសលអីអញ្ចឹងយើងអត់សិក្សារហូតមកដល់សតិប្បដ្ឋានយើងចិត្តទៅស្អប់អ្នករតីថាអ្នករតីលោភលួចណាហ្នឹងឯង
យើងរៀនលោភៈហ្នឹងវាជាអកុសលាធម្មាលោភៈមូលចិត្តអាស្រ័យសម្បយុទ្ធធម៌អាស្រ័យបច្ច័យលោភៈមូលមោហៈមូលអីចឹងទៅមានទិដ្ឋិមាននេះអីចឹងទៅមានអត្តាមានមនុស្សមានសត្វមានទេវតាណាទូលោភៈហ្នឹងហ្នឹងឯងហើយដល់ទៅអ្នកដតីមានលោភៈមិនក៏បានជាយើងស្អប់ថាមកអំពីយើងប្រកម្មថាអ្នកនឹងអ្នកលោភៈប៉ុន្តែអភិធម្មកើតក្នុងខ្លួនយើងកើតក្នុងអ្នកដតីវាមានអត្តាអ្នកណាដែលជាម្ចាស់នៃលោភៈនោះអត់មានទេវាមានតែអកុសលាធម្មាធម្មាហ្នឹងវាជាថាវាអត់មានអ្នកដតីធម្មាហ្នឹងដែលយើងត្រូវមកយល់ដឹងតថតាហ្នឹងគឺដឹងធម្មាហ្នឹងធម្មាហ្នឹងគឺវាអញ្ចឹងណាដូច្នោះឯងណាហ្នឹងឯងតថតាហ្នឹងគឺអ្វីដែលកើតមានក្នុងលោកហ្នឹងតែកាលណាយើងយល់ដឹងថាវាដូច្នោះឯងចឹងទៅវាអត់មានសម្រាប់ឲ្យយើងទាស់ទេសម្រាប់ឲ្យយើងសិក្សាតែប៉ុណ្្នឹងឯងដូច្នេះយើងរស់នៅដោយបញ្ញត្តិថាយើងនៅម្នាក់ឯងក្តីឬក៏ដោយបញ្ញត្តិដែលយើងមកនៅជួបជុំគ្នាក្តីគឺយើងសិក្សាទៅក្នុងវិថីចិត្តដែលដឹងអារម្មណ៍ហ្នឹងណាវាអត់មានអ្នកដតីនៅសម្រាប់ឲ្យយើងស្រឡាញ់ស្អប់កប់ទាស់អីតោមនោះអីប្រកែប្រកាន់អីទៅទេអាហ្នឹងគឺនិយាយសម្រាប់ប៉ុន្តែថាអាការដែលយើងប្រព្រឹត្តបរិបត្តិហ្នឹងយើងថាមិនបានវានៅតែយើងប្រកែប្រកាន់អញ្ចឹងអាហ្នឹងវា 5% ទៅ 10% ទៅអប់រំរឿយទៅវាមានពេលវេលាដែលត្រូវអប់រំសន្សំឃើញទេព្រះអង្គទៅធ្វើម៉េចបើឥន្ទ្រីអត់តាមចាស់ខ្លាព្រះរាហុលព្រះអង្គត្រូវណែនាំព្រះរាហុលពុទ្ធបុត្រផងឃើញទេអង្គណែនាំជាយាមអប់រំរហូតដល់ទៅ13ព្រះវស្សា13ឆ្នាំមកហ្នឹងឯងមិនមែនឆាប់ដូចព្រះមោគរាជអីបានមួយថ្ងៃផងហ្នឹងគ្រាន់តែអង្គទី2ទី3ទី4អីហោហើយរហូតមកដល់អង្គទី15ហ្នឹងបានចូលព្រះមោគរាជហ្នឹងទៅសម្រេចព្រះរហ័តទៅយូរថ្ងៃយូរខែគ្រាន់តែព្រះវគ្គលិព្រះអង្គរងចាំឥន្ទ្រីឲ្យចាស់ខ្លាយូរថ្ងៃយូរពេលដែរព្រះពោធិកតទេសធិរៈដែលកើតតបៅហ្នឹងព្រះអង្គត្រូវជួយមើលជួយថែអត់តន់សម្ដែងធัวអីទេព្រោះឥន្ទ្រីអត់តន់ចាស់ខ្លាព្រះពុទ្ធអង្គមិនអាចទៅធ្វើបានទេណាឲ្យឥន្ទ្រីចាស់ខ្លាណាត្រូវសំត្រូវអប់រំពេលវេលាណាដោយយើងដាំស្វាយថ្ងៃហ្នឹងអញ្ចឹងវាត្រូវរងចាំពេលវេលាប្រហែលឆ្នាំអញ្ចឹងណាទៅធ្វើម៉េចអាហ្នឹងឲ្យធំឲ្យផ្លែឲ្យអីអានឹងវាជាច្បាប់ធម្មជាតិអញ្ចឹងរឿងឥន្ទ្រីសទ្ធាវិរិយៈសតិសមាធិបញ្ញាវាត្រូវសំអប់រំរឿយអញ្ចឹងដូច្នេះយើងត្រូវអត់ធន់ក្នុងការរងចាំឱកាសពេលវេលាប៉ុន្តែអត់ធន់ហ្នឹងគឺជាឆន្ទៈដែលយើងពេញចិត្តក្នុងការសន្សំអប់រំនៅកុសលធម៌ហ្នឹងមិនមែនថាអត់ធន់ទុកលំបាកដោយយើងរងទុកក្នុងនរកអីណាអត់ធន់ក្នុងកុសលធម៌ហ្នឹងតម្រើនឡើងនៃកុសលធម៌ហ្នឹងរស់នៅរីករាយសប្បាយធ្វើបុណ្យធ្វើទានអញ្ចឹងរងចាំពេលវេលាអង្គណាព្រះអរិយបុគ្គលណាក៏លោកមានពេលវេលាដើម្បីសម្រេចមគ្គផលដែរគឺថាវាមានពេលវេលាអញ្ចឹងណាអង្គបានសម្រេចមុនក៏អង្គបានសម្រេចមុនទៅសូម្បីយើងថានៅយូរប៉ុណ្ណាទៀតក៏ដោយអ្នកដែលនៅយូរក្រោយយើងទៀតហ្នឹងនៅតែមានអញ្ចឹងថ្នាក់ពុទ្ធអង្គផងថ្នាក់ព្រះអគ្គសាវកផងនៅតែក្រោយយើងដដែលនឹងឯងវាអត់មានចេះអស់ទេអ្នកដែលបានសម្រេចក្រោយទៀតហើយយើងមិនថាអូតំអក់ម្លេះយូរម្លេះស្អីម្លេះវាអត់មានរឿងដែលយើងត្រូវបន្ទោសគ្នាអញ្ចឹងទេឲ្យតែយើងប្រឹងប្រែងជាយាមក្នុងការដែលយើងទទួលយកពធនេះព្រះអង្គមិនគំថាអូយមិនបាច់រសាបត្រៃ3ដកទុកទេបើមិនបានមកសម្រេចឥឡូវហ្នឹងទេយូរអញ្ចឹង 5000 អីហ្នឹងយូរមិនអញ្ចឹងទេណាហ្នឹង 1000 2000 3000 4000 5000 ឆ្នាំគឺថាព្រះអង្គយកបតីទុកដាក់ដើម្បីរសាបត្រៃ3ដកហ្នឹងឲ្យអ្នកបានសម្រេចគុណធម៌សម្រេចមគ្គផលសម្រេចប្រយោជន៍តាមក្រោយទៅនឹងឯងអាហ្នឹងដូច្នេះយើងវាអត់មានដូចថាទេអន្តែងអីចង់បានភ្លាមអីទេឲ្យតែយើងកុំបោះបង់ដែលជាយាមនឹងឯងហើយយើងមានកុសលចិត្តឲ្យចម្រើនឡើងមេត្តាចិត្តជួយរក្សាគ្នាអញ្ចឹងណានឹងឯងកុំចិត្តទៅនឹកឃើញរឿងមិនល្អទៅតាមដែលយើងស្អប់វាជាទៅនឹកឃើញរឿងមិនល្អហើយតែប៉ុន្តែដល់តែយើងមានចិត្តល្អកើតឡើងដូចជាមួយកូនចៅអីចឹងណាយើងចេះតែអាណិតចេះតែមេត្តានឹងឯងតែជាមួយគ្នានឹងបងប្អូនជាមួយគ្នានឹងញាតិមិត្តអីចឹងទៅគឺថាឲ្យតែយើងមានមេត្តាការរាប់អានចម្រើនរឿយទៅចេះតែឃើញគុណហើយសំបីតែបត្រៃសរណគមដែលមាន
មាននៅក្នុងអ្នករតីមិនចាំបាច់មកដល់សិលមិនចាំបាច់មកដល់ទានអីណាក៏យើងឃើញគុណក្រៃលែងchứមិនរំដល់សិលទៀតអ្នករតីដែលមានសិលហ្នឹងអត់សម្លាប់យើងទេនៅឃើញល្អប៉ុណ្ណាជាមួយយើងហ្នឹងហើយមិនបានមកលួចមកប្លន់មកយួរអីរបស់យើងគេណាល្អប៉ុណ្ណាទៅអ្នកមានសិលហ្នឹងហ្នឹងឯងហើយយើងចិត្តតែគិតរឿងមិនល្អវាចិត្តតែឃើញរឿងមិនល្អយើងក៏តែមានក៏យើងមើលខ្លួនឯងវាមិនសូវឃើញតែគេអញ្ចឹងទៅប៉ុន្តែថាធម្មតារឿងខ្វះខាតយើងអធិស្ឋានសន្តោសប្រពៃឲ្យអភ័យទៅរឿងល្អក៏យើងនឹករលឹកទៅហ្នឹងឯងឲ្យកម្លាំងចិត្តគ្នាទៅឲ្យកិត្តិយសគ្នាទៅយើងបូជាសេចក្តីល្អដែលមានក្នុងអ្នករតីគួរដល់ការបូជាបត្រៃចរណគមមិនមែនបូជាត្រឹមតែទានទេណាយើងបូជាទៅដោយពាក្យសម្ដីឲ្យគុណតម្លៃឲ្យកម្លាំងចិត្តអីហ្នឹងសំខាន់ណាស់ណាហ្នឹងឯងដូច្នេះពុទ្ធបរិស័ទយើងត្រូវដោះស្រាយបញ្ហាដោយទានដោយសិលដោយភាវនាដោះស្រាយដោយញាណហ្នឹងឯងគេថាញាណចក្ខុហ្នឹងឯងភ្នែកគឺបញ្ញាដែលត្រូវឃើញការពិតចឹងដោយពីថ្ងៃដែលបង្និតនិយាយពីសេចក្តីសុខ3យ៉ាងក្នុងධම්មាហូមហ្នឹងមិនដឹងថាបានពីគេថាណាអីណាតាមពិតខ្ញុំណានឹកឃើញទៅតាមសេចក្តីទុក្ខ3យ៉ាងដែលសម្ដែងក្នុងទុក្ខសច្ចឬក៏ក្នុងអត្តសាលនីអីហ្នឹងដែលសម្ដែងពីវិបយោគទុក្ខសម្បយោគទុក្ខហើយនឹងយ៉ាងបិឆាំងនៃលៈបតិតាមបិទុក្ខហ្នឹងហ្នឹងឯងវិបយោគទុក្ខហ្នឹងវាទុក្ខដោយអំណាចនៃលោភៈដែលជាឧបនិស្សយបច្ច័យឲ្យកើតទុក្ខតោមនោអាហ្នឹងតោសៈប៉ុន្តែវាមានលោភៈដែលស្រឡាញ់ជាប់ជំពាក់ញាតិមិត្តសន្តានបងប្អូនរបស់ដែលប្រកាន់ហួងហែងពីយាស្វាមីឬក៏ទ្រព្យសម្បត្តិដោយលៀបដោយយសអីហ្នឹងហៅថាសត្វនិងសង្ខារណាដល់ទៅវាវិនិច្ឆ័យប្រាត់ប្រាស់ទៅក៏កើតទុក្ខទៅអាទុក្ខហ្នឹងវាតោសៈតាមផ្លូវចិត្តហើយដោយវាមានលោភៈជាឧបនិស្សយបច្ច័យអាហ្នឹងគេហៅថាវិបយោគទុក្ខទុកព្រោះការប្រាត់ប្រាសចាក់សត្វនិងសង្ខារដូចជាទីស្រឡាញ់ពេញចិត្តហើយដល់ទៅសម្បយោគទុកគឺជួបប្រសពនៅសត្វនិងសង្ខារដែលមិនជាទីស្រឡាញ់ពេញចិត្តកើតទុកអាហ្នឹងគឺដោយអំណាចទោសៈនឹងតែម្ដងហ្នឹងឯងដែលនាំឲ្យមានសេចក្តីទុកហ្នឹងវាតោមនោវាបន្ទុះតោះនៅពេលដែលបានឃើញបានជួបជាមួយគ្នានឹងអ្នកណាដែលមិនជាទីពេញចិត្តឬក៏ថាអាណិតថាអារម្មណ៍អីផ្សេងហ្នឹងហើយដល់ទៅទី3វាជាទូមោហៈដែលនាំឲ្យមានយ៉ាំបច្ឆាំងនៃលៈបតិតាមបិទុកនឹងប្រាថ្នារបស់ណាមិនបានរបស់នោះនឹងកើតទុកមកពីមោហៈហើយមោហៈវាចិត្តតែគិតឃើញថាអញត្រូវតែបានវាអត់បានដឹងខ្លួនវាអត់បានចេះដឹងថាអ្វីក្នុងโลกនេះមិនមែនចេះតែបានតាមយើងចង់ទេប៉ុន្តែអ្វីក៏ដោយគឺថាទោះជាមិនបានតាមយើងចង់ក៏ដោយតែជាសេចក្តីពិតអាហ្នឹងជាតួបញ្ញាមានកើតទុកអីហ្នឹងឯងបានក៏បានមកមិនបានទេក៏យើងសុខជាមួយនឹងរបស់ដែលយើងមានទៅបានជីវិតនៅរស់ហើយមានបត្រៃណគមទៀតមានសិលទៀតហ្នឹងឯងគឺយើងឃើញសេចក្តីសំខាន់ក្នុងជីវិតយើងរស់ដែលរៀបរាប់ពីខាងដើមមកដែលយើងបានជួបប្រសពនៅព្រឹត្តិការណ៍អីមួយដែលធ្វើឲ្យយើងភ័យណានៃហ្នឹងឯងដល់អញ្ចឹងយើងឃើញតម្លៃនៃការរស់ដល់អញ្ចឹងយើងចងចាំទុកមកណាហ្នឹងឯងវាមានបទពិសោធន៍ហើយវាមានមេរៀនសម្រាប់ឲ្យយើងចងចាំទុកមកថាបានត្រឹមតែការរស់ហ្នឹងបានហើយខ្ញុំអត់ទៀមទាអីទៀតទេយើងវាណាស់តែភ្លេចសម័យលោកពួតថាឲ្យតែបានបាយអំបិលណាវាភ្លេចបាត់ហើយគាត់បានបាយអំបិលណាលេបវាមិនចូលតែបាយអលឹកមកអញ្ចឹងទៅហ្នឹងគ្រាន់តែប្រៀបអញ្ចឹងណាហ្នឹងឯងនេះឲ្យតែថាបើថាសោហាំងនូននេះអីតោគៀមថ្វាយោនឹងលទ្ធធានអ្នកមានអនុសង្ឃណាការហាមិកុសលੰពហុងនេះគាត់ណាវៈតេញូសីលសម្បណ្ណោការហាមិកុសលੰពហុងហ្នឹងគេថាសោហាំងនូននេះអីតោគៀមថ្វាណាបើពូយើងឯងបានរួចពីលោហៈកំភីនរៈហ្នឹងទៅយោធាលទ្ធយោនឹងលទ្ធធានអ្នកមានអនុសង្ឃហ្នឹងឯងបានយោនឹងវាកំណើតយោនឹងលទ្ធធានអ្នកនោះវាបានណាយោនឹងលទ្ធធានអ្នកមានអនុសង្ឃបានកំណើតជាមនុស្សហ្នឹងត្រែអញ្ចឹងហ្នឹងឯងបើបានរួចពីទីនេះសោហាំងនូននេះអ៊ីតោគៀមថ្វានេះហ្នឹងឯងបានរួចពីទីនេះទៅមានកំណើតកើតជាមនុស្សវៈតេញូសីលសម្បណ្ណោខ្ញុំជាអ្នកមានសិលហ្មងគឺថាអត់ប្រព្រឹត្តបញ្ញវិរិយទេហើយដឹងពាក្យស្មូមដឹងពាក្យអ្នកប្រាជ្ញទៀតហ្នឹងឯងឲ្យទានស្ដាប់តួអ្នកប្រាជ្ញការហាមិកុសលੰពហុងខ្ញុំនឹងធ្វើបុណ្យឲ្យច្រើនអាហ្នឹងកាលដែលនៅទុកលំបាកប៉ុន្តែដល់មកជាមនុស្សវាភ្លេចយើងនឹងសិតតែអញ្ចឹង
អូឲ្យតែបានកើតមកជាមនុស្សខ្ញុំមិនបាច់เตรียมទីរស់អីទេឲ្យតែនៅជាមនុស្សខ្ញុំខំធ្វើបុណ្យធ្វើទានស្ដាប់ធัวឲ្យចេះដឹងណារួចមកភ្លេចបាត់ទៅហ្នឹងហើយអាហ្នឹងយ៉ាងណាមិញឲ្យតែមានព្រឹត្តិការណ៍នៃជីវិតមួយដែលតែយើងបានដឹងថាអ្វីដែលសំខាន់សម្រាប់ជីវិតរបស់យើងណាហ្នឹងហើយដូចខ្ញុំណាលើកពីរឿងកិច្ចការងារដូចថាបានប្រធัวនឹងឯងស្ថិតនៅដើម្បីពុទ្ធបរិស័ទយើងដូចថាចងចាំទៅទោះខ្ញុំណាស្លាប់ទៅក៏ដូចថាមានតម្លៃសម្រាប់ឲ្យពុទ្ធបរិស័ទស្ដាប់តទៅទៀតទៅណា10ឆ្នាំ20ឆ្នាំអីទៀតអញ្ចឹងណាអាហ្នឹងគឺថាទោះជាត្រូវស្លាប់ពេលណាក៏បានអត់អីទេហ្នឹងឯងឲ្យតែយើងបានរក្សានៅកិច្ចការងារដែលយើងបានប្រព្រឹត្តធ្វើនឹងហើយអ្វីទៀតបានក៏បានមកយើងចាត់ចែងប្រើប្រាស់តាមនឹងទៅជាកុសលចិត្តផ្សេងទៅមិនមែនថាអត់មានបាបអត់មានអកុសលទេវាមានវាគ្រាន់ថានេះយើងនិយាយពីរឿងល្អណាហ្នឹងឯងបានក៏យើងចាត់ចែងធ្វើតាមនឹងទៅសុបាយចិត្តថែមទៀតទៅដោយពុទ្ធបរិស័ទអីចូលបុណ្យក្នុងហួកំណើតតាមពាក់បណ្ឌិតទ្វីបអីចឹងទៅបាននឹងរួមក្នុងពិធីបុណ្យនឹងបច្ច័យ4ខ្លះអីខ្លះចូលបុណ្យហួកំណើតនោះបានចូលកសាងវត្តខ្មែរយើងណា$100,000ហើយស្អីទៀតនឹងឯងសบายចិត្តចឹងទៅអាហ្នឹងវាបានមកចឹងណានឹងឯងវាតម្លៃនៃទឹកចិត្តដែលពុទ្ធបរិស័ទបូជាប្រកាសអីហ្នឹងយើងមិនអាចថាខ្ជិលអីទៅក្នុងរឿងអត្ថប្រយោជន៍រឿងបាបរឿងលបែងរឿងលេងអីទេយើងក៏ត្រូវទៅឲ្យបានទៅជាបុណ្យកុសលទៀតជាតម្លៃទឹកចិត្តដែលពុទ្ធបរិស័ទណាមួយបូជាពធទៀតបូជាក្នុងគុណទៀតអីចឹងណាហ្នឹងឯងយើងក៏មានស្មារតីប្រើប្រាស់តាមហ្នឹងទៅបើមិនបានទេក៏ហីទៅអត់អីទេមកពីអីមកពីអ្វីដែលយើងត្រូវថែរក្សាគឺកិច្ចការងាររបស់យើងដែលយើងធ្វើបានរាល់ថ្ងៃបានការរាប់អានបានការចូលចិត្តពីពុទ្ធបរិស័ទនេះព្រោះយើងឃើញសេចក្តីសំខាន់ហ្នឹងគឺថាពិសេសលេខ1ក្រៃលែងជាងជីវិតទៅទៀតណាជីវិតត្រូវស្លាប់ពេលណាចោលពេលហ្នឹងណាហ្នឹងឯងឲ្យតែកិច្ចការងារយើងហ្នឹងឯងគឺថានៅមានប្រសិទ្ធភាពនៅរស់រានមានជីវិតគឺថាអាចបានជាទីរាប់អានជាទីចូលចិត្តនៃពុទ្ធបរិស័ទនេះខ្ញុំណាក្រលើកឧទាហរណ៍ជាក់ស្ដែងអញ្ចឹងណាដើម្បីថាយើងតែមានបទពិសោធន៍ក្នុងជីវិតមកដែលយើងឃើញថាស្អីដែលសំខាន់ក្នុងជីវិតរបស់យើងកុំឲ្យយើងភ្លេចអញ្ចឹងទៅយើងនៅជាមួយនឹងសេចក្តីសំខាន់របស់យើងនឹងអញ្ចឹងទៅវាជួយឲ្យយើងបានសេចក្តីសុខយើងមិនមែនចេះតែប្រកែប្រកាន់រឿងស្អីណាយនៃហ្នឹងវាមានបាត់បង់ស្អីដែលយើងនៅមានដូចថាយើងនៅរស់អញ្ចឹងវាមានស្លាប់ពីណានៅរស់តើដូច្នេះអ្វីផ្សេងទៀតយើងទៅប្រកែប្រកាន់ឲ្យកើតទុកទៅអីយើងបាននៅរស់ហើយមិនក៏មិនសុខជាមួយនឹងរបស់ដែលយើងនៅរស់ទៅវាយើងបដិញ្ញាមករួចតែបានរស់បានហើយហ្នឹងឯងដល់ឥឡូវបាននៅរស់ហើយយើងកើតទុករឿងអីទៀតហ្នឹងឯងអ្វីផ្សេងតាមនឹងអញ្ចឹងទៅបានក៏បានទេក៏ហីទៅហ្នឹងឯងទោះជាមានព្រឹត្តិការណ៍រឿងអីណាយនៃយើងមិនប្រកែប្រកាន់ទៅព្រោះយើងមិនត្រូវការណាអ្វីវាទោះជាពិសេសយ៉ាងណាដែលសន្មតក្នុងលោកវាស្រេចត្រង់ដែលយើងមិនត្រូវការទោះជាមិនបានក៏អត់កើតទុកដែរអានោះយើងចាំដើម្បីយកមកអនុវត្តទៅអប់រំទូមានចិត្តអនុវត្តហ្នឹងឯងអ្វីដែលយើងមិនបានមិនចាំបាច់យើងត្រូវតែកើតទុកទេបើយើងមិនចង់ទេនោះហើយធ្វើម៉េចដើម្បីថាយើងមិនចង់ហ្នឹងធ្វើម៉េចបើយើងចង់បានអាហ្នឹងបើតើយើងមកឃើញថាអ្វីដែលចាំបាច់ជាងអ្វីដែលសំខាន់ជាងដែលយើងត្រូវមានគឺជីវិតរស់នៅហើយយើងមានបត្រៃណគមហ្នឹងឯងបើប៉ុណ្ណឹងបានហើយអ្វីផ្សេងមិនមែនយើងចិត្តតែបានតាមចង់ទេបានក៏បានមកដោយសារបុណ្យប៉ុន្តែឥឡូវនេះលមួមហើយផលបុណ្យដែលយើងមានមកប៉ុណ្ណឹងហើយយើងធ្វើបុណ្យថែមទៀតទៅបុណ្យមិនក្បត់យើងទេបុណ្យនឹងឲ្យអ្វីល្អមកដល់យើងមិនបាច់ចាំយើងឲ្យធូបបុណ្យបើយើងមិនទាំងដឹងបុណ្យផងតែបុណ្យដល់ពេលវេលានោះស្រាប់តែឲ្យយើងបានលៀបបានយោអីឬក៏ត្រូវស្លាប់ដូរជាតិកំណើតទៅទេវលោកអីហ្នឹងមិនមែនបុណ្យបានទេណាគឺនៅលើបុណ្យណាដូច្នេះយើងជឿទុកចិត្តទៅលើបុណ្យទៅគឺយើងបាច់ចាំទៅឆ្លោះប្រកែកទាស់តេងចង់ប្រកែកចង់ក្រាន់បែអីទេគឺថាអប់រំចិត្តឲ្យតែល្អទៅគឺជាដំណោះស្រាយមួយរឿងហើយក្នុងបច្ចុប្បន្នហ្នឹងហើយនឹងការបំពេញបុណ្យកុសលទៅបុណ្យកុសលនឹងរៀបចំគឺថាអ្វីគឺថាត្រឹមត្រូវទៅតាមបុណ្យនឹងឯងមិនបាច់ចាំឲ្យយើងទៀមទាត្រូវការប្រាថ្នាពីដណាឬក៏យើងភ័យព្រួយអីទេហើយក៏យើងសុខចិត្តភាពយុត្តិធម៌ត្រឹមត្រូវសម្រាប់ជីវិតរបស់យើងនឹងឯងគ្រាន់តែថាឲ្យយើងសុខចិត្តជាមួយគ្នានៅបច្ចុប្បន្នហ្នឹងសហការជាមួយនឹងផលបុណ្យហ្នឹងគឺយើងសន្តោសព្រមល្មមជាមួយផលបុណ្យដែលយើងកំពុងទទួលក្នុងបច្ចុប្បន្ននេះហើយយើងបានសេចក្តីសុខហ្នឹងព្រោះយើងត្រូវដឹងថាសេចក្តីសុខរបស់យើងវាទាក់ទងនឹងធម្មសម្បត្តិណាបើយើងមានរបៀបសុខរបស់យើងដោយជាពុទ្ធប
រិស័ទយើងសុខនឹងចេះរៀនពធនេះឲ្យយើងសប្បាយចិត្តហ្នឹងហើយបើយើងអត់សទ្ធាមកយើងក៏អត់ចង់រៀនអត់ចង់រៀនអត់ចេះក៏យើងអត់បានអាការសប្បាយពីរៀនធម៌ហ្នឹងដែរស្ដាប់ធម៌ហ្នឹងដែរដល់តែយើងមានឧបនិស្ស័យមកណាសេចក្តីសុខតាមរបៀបរបស់យើងមិនមែនថាលោកមហាសិទ្ធិមានទ្រព្យហើយចេះតែមកសុខដូចយើងទេដល់តែយើងមានសេចក្តីសុខតាមរបៀបរបស់យើងយល់ថាម្នាក់មានសេចក្តីសុខតាមរបៀបរៀងខ្លួនអ្នកខ្លះគាត់ចេះដឹងផ្នែកអីទៅគាត់សុខសប្បាយតាមគាត់ទៅប៉ុន្តែអាដែលយើងចេះនេះមិនមែនគាត់មកចេះដូចយើងទេណាមនុស្សមិនមែនប្រកែទាំងអស់ទេហើយក៏មិនមែនអត់ប្រកែទាំងអស់ដែរហ្នឹងហើយអញ្ចឹងគឺថាយើងប្រកែអីមួយតាមដែលថាយើងអាចប្រព្រឹត្តទៅបានហើយសាងសេចក្តីសុខឲ្យខ្លួនយើងបានតាមផ្លូវចិត្តអញ្ចឹងយើងមានចាំបាច់ទៅចំណែនសេចក្តីសុខនេះឲ្យទៅអីព្រោះយើងវាសំខាន់ត្រង់ដែលថាអាការសោយអារម្មណ៍ជាសុខហ្នឹងវាមិនសូវកើតទុក្ខទេសេចក្តីទុក្ខវាមានតែបើយើងនិយាយសរុបរួមមកជីវិតវាមានទុក្ខរឿងអីខ្លះហើយប៉ុន្តែថាដល់តែយើងមានសេចក្តីសុខតាមផ្លូវចិត្តច្រើនទៅក៏វាមិនសូវកើតទុក្ខដែរគ្រាន់តែបានមិនសូវកើតទុក្ខប៉ុណ្ណឹងបានហើយយើងអាចកំណត់បានថាទោះជានរណាសុខជាងនឹងរហូតដល់ទៅទេវតាទៅទៀតក៏គ្រាន់តែវេទនាហើយនឹងវិញ្ញាណដឹងអារម្មណ៍ហ្នឹងហើយវេទនាសោយហ្នឹងវាមានតួទេវតានោះវិសេសនឹងបានអារម្មណ៍ជាទេពឲ្យយើងទៅចំណែនអីវាមានទេវតាតួទេវតាណាអ្នកដឹងអារម្មណ៍គេថាវិថីចិត្តតាមផ្លូវភ្នែកដឹងអារម្មណ៍រូបបារម្មណ៍ជាទេពអីទេពទៅប៉ុន្តែវិថីចិត្តដែលដឹងរូបហ្នឹងមិនមែនប្រអិនទេណាមិនមែនទេវតាឯណាបញ្ញត្តិវិរិយវចនៈរួចទៅចក្ខុវិញ្ញាណសម្បដិឆន្ទៈសន្តិរណវុធនៈជាវ័នរួចទៅធ្លាក់ចូលកាន់ពវាំងអាចក្ខុទ្វេវិថីរលត់ទៅបាត់ហើយមិនមែននៅបានរូបហ្នឹងឯណាកើតក្រោយរូបរលត់មុនរូបទៅទៀតចក្ខុវិញ្ញាណហ្នឹងសំបីតែលោភៈហ្នឹងកើតឡើងហ្នឹងក៏ត្រូវរលត់ទៅមុនរូបថារូបហ្នឹងវានៅជាអារម្មណ៍របស់តតិលំបណៈទៀតមើលលោភៈហ្នឹងបោះអញ7គណៈរលត់ចោលរូបហ្នឹងបាត់ហើយមិនមែនទៅបានរូបហ្នឹងជារបស់ខ្លួនទេណាអាហ្នឹងឯងវិសេសលក្ខណៈរបស់លោភៈហ្នឹងឯងកើតក្រោយអារម្មណ៍ហួងហែងអារម្មណ៍ដោយវិសេសលក្ខណៈប៉ុន្តែរលត់ទៅមុនអារម្មណ៍ហ្នឹងទៅទៀតអាហ្នឹងឯងគ្រប់អង្គគ្រប់គ្នាទាំងអស់តែប៉ុណ្្នឹងឯងមហាសិទ្ធិក៏ដោយព្រះរាជាស្ដេចចក្រពត្តិក៏ដោយគ្មានអត្តាតួបុគ្គលណាអ្នកដឹងអារម្មណ៍ក្នុងលោកហើយជាម្ចាស់នៃអ្វីៗក្នុងលោកទេអ្វីៗក្នុងលោកគឺមានបច្ច័យឲ្យកើតឡើងអ្វីដែលជាម្ចាស់គឺការមិនទៀងអ្វីដែលជាម្ចាស់គឺការវិន័យនឹងឯងរបស់ក្នុងលោកហ្នឹងយ៉ាងកេញសមុទ្យធម្មំអ្វីដែលកើតឡើងក្នុងលោកមានការវិន័យជាម្ចាស់វាច្បាស់លាស់អញ្ចឹងទៅណាដូច្នេះយើងគ្រាន់តែសិក្សាការពិតនឹងឯងបានបរិញ្ញាយើងមិនមែនមកដណ្ដើមស្អីក្នុងលោកហ្នឹងដណ្ដើមពីជារៀបជាធិមរណៈដណ្ដើមពីអនិច្ចំទុក្ខអនត្តាឯដំណើរយើងទៅព្រះនិព្វានរកការអស់តណ្ហានៅសម្បត្តិរបស់យើងពិតប្រាកដគឺមិនខ្ចីចង់បានរបស់ក្នុងលោកនេះអត់ទាំងមានទិដ្ឋិប្រកម្មថាជាយើងផងទុកឲ្យវិថីចិត្តដឹងអារម្មណ៍ឯងដឹងតែឯងទៅធ្វើកិច្ចការដោយថាទេសនកិច្ចសវនកិច្ចអីកិច្ចរបស់វិញ្ញាណទៅកិច្ចឃើញកិច្ចលឺដឹងក្លិនដឹងរសដឹងផតពៈអីរហូតមកដល់សម្បដិឆន្ទៈសន្តិរណកិច្ចវោតវនកិច្ចជាវនកិច្ចអីកិច្ចរបស់ចិត្តនឹងតាំងទៅហើយធ្វើកិច្ចនឹងធ្វើប្រគល់ឲ្យត្រៃលក្ខទៅដូចគេធ្វើផ្ទះដោះដូចផ្សិតភ្នំពេញហ្នឹងមិនមែនធ្វើឲ្យយើងគេណាធ្វើឲ្យម្ចាស់ក្រុមហ៊ុនម្ចាស់សំណង់អីទាំងអស់ហ្នឹងមានលុយមានកាក់អីហ្នឹងធ្វើរួចទៅប្រគល់ឲ្យគេយើងមិនបានខ្វល់ថាឯណាទឹកឯណាភ្លើងធ្វើជាប់ទេមមតំទេស្អីឯណាហើយធ្វើរួចទៅអត់មានអ្នកជួលអត់មានអ្នកនៅអីរវល់ខ្វល់កើតទុកយើងអត់ទេឃើញទេព្រោះយើងវាមិនបានទៅគ្រប់គ្រងហ្នឹងហើយយ៉ាងណាមិញចិត្តចេតសិករូបនេះដែលវាមានបច្ច័យឲ្យកើតឡើងហ្នឹងហើយក៏ធ្វើកិច្ចសិតតែមានកិច្ចគឺណាលក្ខណៈកិច្ចផលបន្ទាត់ឋានទាំងអស់បរមត្ថធម៌ហ្នឹងណាប៉ុន្តែនិយាយពីកិច្ចនេះធ្វើកិច្ចរួចទៅគឺថាបកគលឲ្យត្រៃលក្ខតែមានបកគលឲ្យយើងទេអាហ្នឹងឯងវិបស្សនាដឹងក្នុងកិច្ចនៃបរមត្ថធម៌ទាំងអស់ហ្នឹងណានឹងឯងដល់អញ្ចឹងយើងវាអត់មានជាម្ចាស់នៃចិត្តចេតសិករូបហ្នឹងនឹងឯងគ្រាន់តែសិក្សាគេណាគ្រាន់តែសិក្សាហ្នឹងគឺសំដៅយកបរិញ្ញានឹងឯងដែលបានដឹងថាអ្វីក្នុងលោកហ្នឹងឯងកើតឡើងហ្នឹងមានកិច្ចមាននទីនៅក្នុងលោកហ្នឹងតែប៉ុណ្្នឹងទេអញ្ចឹងអាការដែលសិក្សាហ្នឹងមិនមែនដើម្បីមកគ្រប់គ្រងលោកនេះទេសិក្សាថ្នាក់បរិញ្ញាយតបរិញ្ញាតេរណបរិញ្ញាបហានៈបរិញ្ញាគឺការដែលត្រូវលះបង់ឆន្ទរាគៈក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងឯងដល់ទៅអរិយមគ្គកាត់ឬគល់អញ្ចឹងទៅសម្បត្តិដែលយើងត្រូវបាននេះគឺព្រះនិព្វានហ្នឹងមិនមែនលោកនេះទេគឺការដែលមិនមានវត្តដាក់ប្រព្រឹត្តទៅនឹងឯងចឹងអញ្ចឹងនៅក្នុងសេចក្តីដែលសម្ដែងពីរឿងសុខ3យ៉ាងហ្នឹងគ្រាន់តែដូរមកជាសុខវិញអញ្ចឹងហ្នឹងនិតដូចជាថាសេចក្តីសុខក្នុងការដែលយើងដូចថាបានអ្វីដែលមិនល្អក្នុងលោកហ្នឹងអញ្ចឹងទៅធម្មតាបើយើងចេះតែតោមនោះបន្ទុះតទៅអាហ្នឹងវាសម្ពយោគតុកហើយប៉ុន្តែដល់យើងអប់រំមេត្តាចិត្តទៅវាគ្របសង្កត់
ឬក៏លះនៅតោសៈហ្នឹងទៅដោយតទាំងកបហាណៈឬក៏វិខំបហបណាណៈឬក៏ពិចារណាអីចឹងទៅណាចឹងទៅវាអត់មានតោសៈវាទៅជាមេត្តាទៅជាករណាទៅវិញទៅអារម្មណ៍ហ្នឹងវាទៅជាអារម្មណ៍ល្អទៅយើងក៏មានសេចក្តីសុខជាមួយគ្នានឹងអាណិតថាអារម្មណ៍ផ្សេងបុគ្គលដែលប្រព្រឹត្តអីមិនគួរកប់អីទាំងអស់ហ្នឹងវាចូលមកដល់ជីវិតនៃចិត្តយើងចឹងទៅវាទៅជារឿងល្អទាំងអស់ចឹងទៅវាទៅជាបទពិសោធន៍ទៅជាមេរៀនទៅទៀតក្នុងជីវិតរបស់យើងជាមនុស្សនឹងឯងដែលគួរដល់ការសិក្សាហើយបើថាទេអាហ្នឹងវាល្អស្រាប់មកអញ្ចឹងណាយើងកុំចាំបាច់តតែព្រាត់ប្រាសទៅយំសោកបោកខ្លួនដែលជាវិបរិណាមតុកហ្នឹងយើងសម្រេចជាកុសលឲ្យតាន់ពេលវេលាញាតិមិត្តសន្តានបងប្អូនមេត្តាបិតាអីទាំងអស់ហ្នឹងហើយយើងក៏ពិចារណាការព្រាត់ប្រាសហ្នឹងអភិនហបច្ចវេកណៈរឿយអញ្ចឹងទៅបំពេញសេចក្តីល្អឲ្យអស់ចិត្តអស់ថ្លើមទៅដល់ព្រាត់ប្រាសទៅយើងមិនកើតទុកអីបានទេមានតិចតួចតាមកិលេសដែលនៅមានហ្នឹងអញ្ចឹងណាអាហ្នឹងវាជាសេចក្តីសុខជាមួយគ្នានឹងអត្ថារម្មណ៍អ្វីដែលល្អអ្វីដែលជាទីពេញចិត្តមកហ្នឹងយើងដឹងគុណទៅយើងប្រើប្រាស់ឲ្យល្អទៅអាហ្នឹងវាអត់មានវិបរិណាមតុកឬក៏វិបយោគតុកហ្នឹងទេហ្នឹងហើយអត់មានវិបយោគតុកហ្នឹងហើយទុកក្នុងការប្រត់ប្រាស់ចាក់សត្វនិងសង្ខារហ្នឹងណាហើយយ៉ាំបិឆាំងនៅលៈបតិតាមបេទុកហ្នឹងវាតេតួងនឹងបញ្ញាដែលយើងមិនបានហើយក៏យើងលះបង់ទៅមានទៅទូចទៅទេទៀមទាអីអ្វីក្នុងโลกហ្នឹងមិនចាំបាច់តល់តែបានទេទីបំផុតព្រះនិព្វានមានបានស្អីពីក្នុងโลกនេះមិនក៏ព្រះនិព្វានជាបរមសុខហ្នឹងឯងហើយយើងបានប៉ុណ្្នឹងហើយតើគ្រាន់តែយើងប្រើប្រាស់ទៅដើម្បីថាយើងទៅដល់បរមសុខគឺព្រះនិព្វានប៉ុណ្្នឹងក៏យើងគ្រាន់តែប្រើប្រាស់ហើយបកគលឲ្យโลกនេះវិញទេតើនឹងឯងដូច្នេះយើងមើលព្រះនិព្វានអត់មានអីទាំងអស់ពីโลกនេះហើយជាបរមសុខហ្នឹងឯងហើយទិសដៅយើងទៅរកព្រះនិព្វានដែលអត់មានអីទាំងអស់ហ្នឹងឥឡូវយើងនៅក្នុងโลกនេះយើងកើតទុកមកអំពីយើងគិតថាយើងត្រូវបាននេះយើងត្រូវបាននោះដល់ទៅអត់បានទៅអាហ្នឹងឯងដែលហៅថាយ៉ាំបិឆាំងនៃលៈបតិតាមបេតុកហ្នឹងដល់តែយើងមានបញ្ញាវាកម្ចាត់មោហៈហ្នឹងយើងដឹងថាអ្វីក្នុងโลกនេះវាមិនមែនចិត្តតែបានតាមចង់ទេបើបានមកក៏មានហេតុមានវិច័យត្រឹមត្រូវវាជារឿងរបស់សង្ខារធัวយើងក៏សិក្សាប្រើប្រាស់អ្វីទាំងអស់ហ្នឹងសំគួរដែលយើងមានឧបការៈរបស់បុណ្យទំនុករងមកទាំងភពជាតិកំណើតទាំងកុសលវិបាកបដិសន្ធិមានបញ្ញាដែលអាចសិក្សាបានត្រូវគ្នានឹងដែលមានព្រះសម្មាសម្ពុទ្ធបរមគ្រូយើងសិក្សាទីបំផុតយើងបានចេះដឹងយើងសាងព្រហ្មយានចេញចាកពីโลกនេះទៅក៏ប្រគល់ត្រើយអាយនឹងឲ្យដល់โลกនេះទៅដូចជាព្រះបរមធាតុអីហ្នឹងប្រគល់ឲ្យโลกនេះតើទាំងអ្វីទាំងអស់ហ្នឹងព្រះអង្គមានយកទៅកាន់ព្រះនិព្វាននេះណារបស់ក្នុងโลกហ្នឹងព្រះអង្គក៏បានអនុបាទិសេសនិព្វានរួចផុតចាកទុក្ខទាំងពួងនៅពុទ្ធបរិស័ទយើងហ្នឹងប្រឹងប្រែងទទួលយកពធមកសិក្សាបរិបត្តិនឹងឯងចាសូមអនុមោទនីហ្នឹងទេសូមអនុមោទនីទេនៅរាត្រីកាន់តែស្ងាត់ជ្រងំដាំមកហូមក៏ចេះតែផុសមកតាមលំដាប់ទៀតប្រឹងទិញប្រឹងមើលចង់ចាំដែរចង់ចាំឲ្យចាំខ្លះបើណាចាំថ្មីដល់ស្មឹងស្មាតបន្តិចញាតិញោមល្អល្អគ្រីគ្រូភ្លេចបដាយណាយើងមានចិត្តមโนមនិញរឿងជុំវិញបំពេញខ្វល់ព្រោះយើងដឹងមិនដល់ល្បិចកាច់កលកិលេសមីពីរោះចិត្តយើងវាមโนមនិញហ្នឹងវាអត់ល្អចិត្តនឹងមโนមនិញហ្នឹងមโนនឹងវាមនិញហ្នឹងអញ្ចឹងទៅរឿងអីទៅណាប្រមូលមកអស់អារឿងកូនមកប្រមូលអារឿងចៅមកប្រមូលមកខ្វល់វល់លប់អាចស៊ីអស់លេងអត់ដឹងថារឿងហ្នឹងវាត្រឹមតែជារឿងរ៉ាវប៉ុណ្្នឹងឯងមានអីប្រមូលយ៉ាងម៉េចអញ្ចឹងទៅវាអត់ដឹងល្បិចកលកលេសមីល្បិចកលមីទៅចិត្តតេនវញ្ញតាសត្តាមេរសវិសយេរតាអនេកជាតិសង្សារងសន្ធេវិន្តិអវិនទាំងសុមនីលនាងកុតាចិត្តហ្នឹងវាបោកបញ្ឆោតសត្វលោកវាបោកដោយបញ្ចកាមគុណនេះបញ្ចកម្មគុណរបស់មីហ្នឹងតែបញ្ចកម្មគុណណាហេតវាបយៈរូបាមโนបយៈរូបេមโนរមេនេះសទ្ធាយៈករិយានិខមៈទុក្ខសន្តករោពវៈបងព្រានបដៅព្រះរាហុលនៅរាហុលជន់នេះលះបងបញ្ចកម្មគុណនេះទៅព្រោះអានោះវាជាទីរីករាយជាទីគប់ចិត្តសម្បើមណាមិនល្មាក់ល្មមមានអានិសង្ឃរបស់រូបហ្នឹងណាហើយអញ្ចឹងទៅអ្នកចូលកាន់ភ្នោះបុស្សជាបព្វជិតដើម្បីធ្វើនៅទីបំផុតនៃសេចក្តីទុក្ខចឹងដំណើរនៃជីវិតហ្នឹងបើយើងចិត្តមโนមនិញហើយវាប្រមូលមកយើងដឹងថាប្រមូលមករឿងអីខ្លះត្រូវបញ្ញាអាហ្នឹងវាជាល្បិចកលកិលេសមីទេហ្នឹងមកវគ្គទៅវគ្គទី2កិលេសគិតឲ្យខ្វល់យើងមិនយល់ខ្វល់ទៀមទាគុំស្អប់ចងវេរីឆ្លោះតោះគ្នាមីក្នុងខ្លួនភ្នែកចេញបិសាចមកភ្នែកមី
មុនបងភ្នែកវានៅមនុស្សដល់ភ្នែកចើមញាក់ចើមមាទៅញាក់ដាក់គ្នាទៅណាចាស់នៅតាមជនបទអីក្បិនគាត់ដាក់ញាត់ចំហៀងណាទាញចំហៀងមកទាញរ៉េមកឆ្លោះជាមួយតាមួយណាជាមួយតាគាត់ហ្នឹងឆ្លោះតោះតែតាស្វឹងអ៊ូបនួទៅនិយាយដាក់រឿងរ៉ាវវែងឆ្ងាយណាស់អញ្ចឹងគឺថាកិលេសហ្នឹងគឺថាវាកិលេសគិតឲ្យខ្វល់វាគិតណាអាកិលេសវាគិតឲ្យខ្វល់អញ្ចឹងបានអាកញ្ញណាអនាទានណាងមកថាអាការមិនកវល់អាការមិនប្រកាន់អីជាទីពឹងនោះកិលេសវាគិតឲ្យខ្វល់ព្រោះយើងវាមិនយល់ខ្វល់ទៀមទាធ្វើមកគេបានមកគេឲ្យយល់យើងចូលឆ្នាំខ្មែរវាមិនឃើញឲ្យលុយឲ្យកាក់ឲ្យកូនចាស់ណាគេឲ្យតិចតួចមកជូន100គ្រប់100នោះមួយឆ្នាំណា100ហ្នឹងក្រនៅអត់100ហ្នឹងមិនទៅណាគ្នាវាខ្វល់ដែរគ្នាណាមចិញ្ចឹមកូនចិញ្ចឹមចៅគ្នាផងទៀមទាអីសបើមពេកគេឲ្យប្រមាណមកប៉ុណ្ណឹងទៅណាអញ្ចឹងទៅក្នុងដំណើរនោះវាខ្វល់ទៀមទាមកពីទៀមទាវាចងគំនុំឆ្លោះពីវិរិយទៀតឆ្លោះតោះគ្នាមេក្នុងខ្លួនបលត្តផលគឺមេក្នុងខ្លួនណាហ្នឹងមកវគ្គទី2ណាមេលាចាំហ៎ទី3គឺក្នុងលោកសត្វការពិតរួមជីវិតកំណើត4កម្មភពរៀងខ្លួនបនមមួនជួយខ្លួនបាននឹងមកវគ្គទី3គឺប្រកាសមកថាក្នុងលោកទាំងអស់វាអត់មានអីកាយពីការពិតទេរូបវាប្រកបតាមផ្លូវភ្នែកវាត្រឹមតែរូបនឹងឯងវាអត់មានសត្វមានបុគ្គលទេរួមជីវិតកំណើត4កំណើតអី4ហ្នឹងទេរកកំណើត4ឃើញកំណើតមនុស្សយើងហ្នឹងមួយទៅចលៀមពជាទៅណាឬក៏ណាអន្តជាកំណើតហ្នឹងចលៀមពជាកំណើត2យ៉ាងទៅពីសុទ្ធពីមនុស្សអីយ៉ាងទៅហើយនឹងឧបបតកកំណើតសង្សេតជាកំណើតទៅកំណើតទាំងអស់ហ្នឹងភព3កំណើត4ហ្នឹងកតិ5ឯហ្នឹងទាំងអស់ហ្នឹងវិញ្ញាណធិ7សតវាសៈ9ឯដូចតែគ្នាហ្នឹងនៅក្នុងនោះជីវិតកំណើត4នេះអញ្ចឹងនៅក្នុងហ្នឹងគឺថាកម្មភពរៀងខ្លួនវាចែកគ្នាទៅវារៀងខ្លួនណាទេវតាណាមនុស្សណារកប្រែតអីវាតាំងរៀងខ្លួនប៉ុនមមួនជួយខ្លួនបានមានតែប៉ុនទេដែលជួយយើងបានអញ្ចឹងយើងសិក្សាពីប៉ុនទៅបញ្ញមេវៈសោសក្ខយៈណាអាយតកាំងសុខន្ទ្រយ៉ាងហ្នឹងទានញ្ញៈសមចរិយញ្ញៈមេតចិត្តញ្ញៈភាវយេហ្នឹងគឺថាក៏បីធ្វើទានរក្សាសិលចម្រើនមេត្តាចិត្តទៅហើយនឹកឃើញប៉ុនហ្នឹងមកប៉ុនហ្នឹងវានាំឲ្យយើងបានសេចក្តីសុខដល់កំពូលហ៎ទេធម្មេកវយិត្វាណាតយោសុខសមុទយេហ្នឹងគឺថាប៉ុនមាន3យ៉ាងហ្នឹងគឺថាចម្រើនពេលណាចម្រើនដែលបុគ្គលចម្រើនពេលណាវាទៅបានផលលទ្ធផលអព្យាបច្ឆឹងសុខੰលោកាំងបានតាឧបបច្ចតិហ្នឹងគឺបានដល់ទីលោកដែលមិនបៀតបៀនគឺព្រះនិព្វានឬក៏ព្រហ្មលោកនឹងបានសេចក្តីសុខសេចក្តីចម្រើនទៅនៅក្នុងវគ្គទី3វគ្គទី4កម្មគេវិបាកយើងកិលេសភ្លើងចឹងកិលេសភ្លើងឆេះសន្តានបើមានសតិប្បដ្ឋានទៅយើងបានចែកឋានគ្នាអញ្ចឹងនៅក្នុងដំណើរនេះគ្រូជំរាបថាកម្មគេកម្មយើងកម្មគេវិបាកយើងលើដើរទៅគេដាក់ដៃបុជឬក៏ជេរមកអីមកគេមិនដែរវាយទៅមិនដែរណាវាយគេជេរមកអានឹងវិបាកយ៉ាងណេចអានឹងជាវិបាករបស់កម្មដែលយើងឮតាមសតិជាហ្នឹងវាជាផលរបស់កម្មដែលយើងធ្វើអំពើពីណាមកពីនេះវាជាអកុសលវិបាកមិនតែកម្មគេទេដោយព្រះបាទជាសតុសម្រាប់ព្រះបាទពេលពិសាទទួលផលរបស់ព្រះអង្គនឹងធ្វើអីយ៉ាងម៉េចអីដើរលើលៀនប្រចែកដីយ៉ាងណារឿងប៉ុន្តែបាទជាសតុជាកម្មបាទជាសតុត្រូវចុះនរកហើយបាទពេលពិសាត្រូវគេអាបាតជើងអីយ៉ាងទៅហ្នឹងវិបាកកម្មគេវិបាកយើងភ្លើងកិលេសឆេះសន្តានហ្នឹងវាឆេះអស់ហើយណាអញ្ចឹងទៅបើមានសតិប្បដ្ឋានមកវាចែកបាននេះចែកតែវាមានអីមានកម្មគេវិបាកយើងប៉ុណ្្នឹងឯងអញ្ចឹងជាអកុសលវិបាករបស់យើងបើវាងាយយើងងាយឃើញទេតែបើមានអីទេមានកម្មខ្ញុំបងជួយដល់ក្ររឿងរ៉ាវបើឆ្លាតខ្ញុំឆ្លាតណាស់ដល់មិនឆ្លាតវាចេះចុះណាបតោបថុជួននៅខឹងយ៉ាងឯហ្នឹងទៅបតោបថុជួនវារួចខ្លួនណាកិលេសនឹងបាត់ទៅណាហើយទី5បញ្ចប់ទីតាំងនៃជីវិតទីតាំងនៃជីវិតឋាននៃចិត្តគ្រប់វេលាចិត្តកើតរួមវេទនាគឺធម្មាដឹងអារម្មណ៍នេះចំកន្លែងហ្នឹងមកទៅព្រោះវាមានអីមានវេទនាសោយអារម្មណ៍ហ្នឹងសុខវេទនាឲ្យឃើញសុខវេទនាថាជាទុក្ខហើយទុក្ខវេទនាថាជាព្រួយសោឃើញអាទុក្ខកម្មសុខវេទនាដែលល្អិតហ្នឹងថាជារបស់មិនទៀងផងយើងថាកុំឲ្យយើងជាប់ជំពាក់សុខក៏សុខទៅទុក្ខក៏ទុក្ខទៅប៉ុន្តែដំណើរនៃជីវិតហ្នឹងគឺថាទិសដៅយើងគឺព្រះនិព្វានពេលព្រមទេសូមអនុមោទនា